នារីម្នាក់នេះជាអ្នកកាសែតកំសាន្តដ៏ពូកែបំផុតក្នុងប៉ុន្មានមានព័ត៌មានអាស្រូវណាដែលគាត់ថតមិនបាននោះទេប៉ុន្តែច្រើនឆ្នាំមកនេះមិនដែលឃើញនរណាស្គាល់មុខគាត់ឡើយព្រោះរាល់ពេលដោះដូរតម្រុយជាមួយគេគាត់ហ៊ានត្រឹមតែខកតាក់ទងមិនដែលបង្ហាញមុខទេរហូតដល់ថ្ងៃគាត់បានជួបនឹងកូនប្រុសទី3នៃក្រុមហ៊ុន Boroi Group ចាប់ពីពេលនោះមកគ្រប់យ៉ាងក៏ប្រែប្រួលថ្ងៃនេះគាត់បានក្លែងខ្លួនជាបុគ្គលិកបម្រើភ្ញៀវដោយលាក់កាមេរ៉ានៅក្នុងបានសម្គាល់ខ្លួនលើទ្រូងដើម្បីលួចថតអ្នកប្រុសទី3ដែលគ្មាននរណាហ៊ានប៉ះពាល់ចង់ដឹងថាជីវិតឯកជនរបស់គាត់យ៉ាងម៉េចឲ្យប្រកបនៅពេលគាត់ឃើញតារាស្រីដែលធ្លាប់តែធ្វើខ្លួន slot boat បែរជានិយាយសើចសប្បាយជាមួយអ្នកប្រុសទី3នារីម្នាក់នោះសប្បាយចិត្តខ្លាំងណាស់ក្នុងចិត្តថាលើកនេះច្បាស់ជាកាប់លុយធំហើយគាត់គិតថាព័ត៌មានទាន់ហេតុការណ៍ថ្ងៃស្អែកច្បាស់ជារបស់គាត់មិនរួចក៏ប្រញាប់ចុចកាមេរ៉ានៅលើបានសម្គាល់ខ្លួនថតរូបពួកគេទាំងពីររាប់សិបសន្លឹកបន្ទាប់ពីថតបានគាត់ក៏ចង់លួចចាក់ចេញទៅវិញដោយក្តីរីករាយនឹកស្មានមិនដល់ថាគ្រាន់តែងាកក្រោយក៏ត្រូវបរិសម្នាក់នោះគាត់ភ័យរហូតដល់ញ័រខ្លួនស្មានតែគេដឹងរឿងលួចថតទៅហើយតាមពិតគេគ្រាន់តែឲ្យគាត់ហុចទឹកមួយកែវឲ្យប៉ុណ្ណោះនារីម្នាក់នោះមិនហ៊ានបង្អង់យូរក៏ប្រញាប់ហុចទឹកឲ្យភ្លាមប៉ុន្តែមួយសន្ទុះក្រោយមកក៏អិលជើងដួលទៅក្នុងរង្វង់ដៃរបស់អ្នកប្រុសទី3តែម្ដងស្ទាបអីហ្នឹងខ្ញុំសុំទោសពិតមែនឲ្យអ្នកចាក់ស្រាមិនមែនឲ្យមកបោកខោអាវឲ្យខ្ញុំទេមាត់និយាយថាសុំទោសតែបែរជាចេះរើកន្លែងសំខាន់មកស្ទាបទៅវិញធ្លាប់រៀនវគ្គបណ្ដុះបណ្ដាលមកមែនទេបណ្ដុះបណ្ដាលលើអ្នកឯងអីខ្ញុំសុំទោសពិតខ្ញុំនឹងនាំអ្នកទៅបដូរខោអាវនេះខ្ញុំអាចសងបានបើអ្នកនៅតែមិនអស់ចិត្តអ្នកអាចជិះទឹកមកលើខ្ញុំវិញក៏បានរឿងដែលអ្នកស្ទាបខ្ញុំមិញនេះក៏អាចឲ្យអ្នកស្ទាបវិញពេលនេះបានធ្វើឲ្យអ្នកប្រុសទី3ចាប់អារម្មណ៍យ៉ាងខ្លាំងគាត់ក៏ដើរតាមនារីម្នាក់នោះទៅបន្ទប់ក្បែរខាងគ្រាន់តែចូលដល់ក្នុងបន្ទប់ស្នាមញឹមក៏លីបាត់នារីម្នាក់នោះមិនទាន់ទាំងដឹងខ្លួនផងគាត់ក៏ឆក់យកបានសម្គាល់ខ្លួននៅលើទ្រូងចេញបាត់ចង់មកមែនទេតើនរណាឲ្យអ្នកមកថតឃើញថាខ្លួនចិត្តបែកការហើយនាងក៏ប្រញាប់រកនឹកល្បិចរួចនិយាយតាមពិតខ្ញុំលួចស្រឡាញ់អ្នកប្រុសទី2យូរហើយតែគាត់គ្រាន់តែជាអ្នកបម្រើម្នាក់ដឹងថាខ្លួនមិនសមនឹងគាត់ចិត្តនឹងប្រហែលជាគ្មានវាសនាបាននៅក្បែរគ្នាមានតែលួចថតរូបគាត់ទុកដើម្បីកាត់បន្ថយការនឹកនេះអ្នកប្រុសទី3សម្លឹងមើលនាងពីលើចុះក្រោមក្នុងចិត្តគិតថាសម្រស់ពិតជាធម្មតាមែនមាត់ដូចជាសាច់ក្រកអញ្ចឹងមុខមាត់មើលមិនយល់ទេច្រមុះក៏អញ្ចឹងដែរតែបើបិទភ្លើងប្រហែលជាអាចទ្រាំបានខ្លះបើអ្នកស្រឡាញ់ខ្ញុំខ្លាំងយ៉ាងនេះអញ្ចឹងខ្ញុំមិនកំណាញ់ទេនឹងធ្វើឲ្យបំណងនាងឃើញគាត់ដើរមករកក៏ភ័យខ្លាំងរហូតបែកខ្នងរត់បាត់តែនាងរត់មិនឈ្នះអ្នកប្រុសទី3ទេឃើញគាត់កាន់តែខិតជិតមកដល់នាងក៏ចាប់ផ្ដើមស្លន់ស្លោក៏ប្រញាប់និយាយថាសុំទៅងូតទឹកសិននិយាយចប់ក៏ស្ទុះចូលបន្ទប់ទឹកបាត់បន្ទាប់មកនាងឆ្លៀតពេលគាត់មិនចាប់អារម្មណ៍ក៏លោតចេញតាមបង្អួចបន្ទប់ទឹកតែម្ដងចំណែកអ្នកប្រុសទី3មិនទាន់ដឹងថានាងរត់បាត់ទេរហូតចាំអស់រយៈពេល10នាទីក្នុងបន្ទប់ទឹកនៅតែស្ងាត់ជ្រងគាត់ក៏មានអារម្មណ៍ថាមិនស្រួលពេលគាត់ធាក់ទ្វារបន្ទប់ទឹកចូលទៅទើបដឹងថាខ្លួនឯងត្រូវនាងបោកនាងមិនត្រឹមតែរត់បាត់ទេថែមទាំងសរសេរអក្សរទុកដើម្បីសើចចំអកឲ្យគាត់យ៉ាងខ្លាំងពេលនាងរត់ទៅដល់ផ្ទះវិញក៏ប្រញាប់រក្សាទុករូបថតនិងវីដេអូទាំងអស់រួចក៏តាក់ទងទៅសារព័ត៌មានធំយករូបថតដែលបដូរនឹងជីវិតទាំងនេះទៅលក់ក្នុងតម្លៃ50,000ថែមទាំងប្រឌិតរឿងអាស្រូវរបស់អ្នកប្រុសទី3ថែមទៀតអ្នកប្រុសទី3ត្រកូលតានដ៏ល្បីល្បាញហានយូឈិនគឺគាត់អសមត្ថភាពផ្លូវភេទយកអ្នកប្រុសទី3ក៏បានឃើញព័ត៌មានចាំអារម្មណ៍ទាំងនេះពេលឃើញនាងហ៊ានប្រឌិតរឿងនិយាយថាគាត់មានបញ្ហាសុខភាពបែបគាត់ខឹងខ្លាំងណាស់ក៏ទៅរកនិពន្ធនាយកនៃសារព័ត៌មាននោះភ្លាមបង្ខំឲ្យនិពន្ធស្វែងរកស្ត្រីដែលខ្លាញ់ខ្លួនជាអ្នកបម្រើការពីរកនាងឲ្យឃើញលោកម្ចាស់ទី3អ្នកស្មានថាខ្ញុំជាអ្នកជំនាញតែបែរជាថតមិនជាប់មុខចំទៀតនៅចង់បានលេខឲ្យខ្ញុំចំណាយទៀតពិតជាមនុស្សដែលរអិលមែនទោះដេញតាមក៏មិនទាន់នាងគ្រាន់តែជាមនុស្សខ្វះលុយបើចាប់មិនបានអញ្ចឹងប្រើវិធីបញ្ឆោតឲ្យនាងចំណែកឯស្ត្រីម្នាក់នោះកំពុងតែបារម្ភរឿងថ្លៃវះកាត់ម្ដាយដ៏ថ្លៃបាក់ចិត្តរហូតគេងមិនលក់ភ្លាមនោះនិពន្ធនាយកបានផ្ញើសារទៅថាឲ្យតែនាងអាចថតបានថតលោកប្រុសធំត្រកូលសឹងនិងគូដណ្ដឹងអាចរបស់គាត់នឹងឲ្យប្រាក់រង្វាន់20,000តែត្រូវតែមកដោះដូរផ្ទាល់មុខដើម្បីថ្លៃវះកាត់ម្ដាយនាងមានតែយល់ព្រមយប់នោះនាងបានលួចចូលក្នុងពិធីជប់លៀងដោយធ្វើឲ្យរោគខ្លួនឯងប្រឡាក់ប៉ុន្មាននាទីក្រោយមកក៏បដូរទៅជាឈុតអ្នកសម្អាតខ្លាញ់ខ្លួនជាបុគ្គលិកសម្អាតដោយប្រើសមត្ថភាពជាអ្នកប្រមាញ់រូបថតនាងក៏រកឃើញភ្លាមគូដណ្ដឹងអាចកំបាំងរបស់លោកប្រុសធំរួចក៏ប្រញាប់ចូលទៅជិតតម្រង់កាមេរ៉ាដែលលាក់ក្នុងខ្សែទៅរកអ្នកទាំងពីរហើយថតយកក្រោយពេលថតរួចនាងក៏ទៅកន្លែងណាត់ជួបតាមការប្រាប់របស់និពន្ធនាយកតែនិពន្ធនាយកបែរជាក្រឡាព្រមឲ្យលុយតែពាក់កណ្ដាលប៉ុណ្ណោះថែមទាំងប្រាប់ថាថៅកែគាត់នៅក្នុងឡានឲ្យនាងទៅចរចាតម្លៃជាមួយថៅកែនាងមិនបានគិតច្រើនពេលដើរទៅជិតឡានក៏ត្រូវបានមនុស្សមួយក្រុមឡំពាត់ពេលនេះនាងទើបដឹងខ្លួនថាចាញ់បោកគេទៀតហើយគាត់ជាអ្នកណាជួបគ្នាទៀតហើយមិនក៏ជាអ្នកលោកម្ចាស់ទី3នាងគឺជាបុគ្គលិកហាត់ការនៅកន្លែងយើងអ្នកប្រកាសទេថាចង់ប្រគល់នាងឲ្យពួកយើងវាមានហានិភ័យណាស់បងស្រីខ្ញុំយល់ពីច្បាប់ហើយចាត់ទុកថាជារបស់ខ្ញុំចុះបើចុះផ្សាយក៏ជារបស់ខ្ញុំដែរតែមានព័ត៌មាននេះខ្ញុំនឹងបានក្លាយជាបុគ្គលិកពេញសិទ្ធិអ្នកគិតថាអាចរត់រួចមែនទេម៉ាក់ខ្ញុំមកហើយលោកគ្រូពេទ្យអូកញ្ញាមេងថ្លៃវះកាត់របស់ម៉ាក់អ្នកនៅមិនទាន់បង់ទេយើងអាចឲ្យគាត់នៅបន្ទប់ធម្មតាសិនប៉ុណ្ណោះលុយនឹងមកដល់ឥឡូវហើយប្អូនស្រីខ្ញុំកំពុងតាមផ្លូវហើយយ៉ាងយូរ10នាទីទៀតលុយនឹងមកដល់អ្នកជួយរងចាំបន្តិចទៀតទៅនៅចំពោះមុខការសង្គ្រោះតែគួរឲ្យស្ដាយអ្នករងចាំមិនបានទេចប់ហើយពិតជាចៃដន្យណាស់លោកប្រុសទី3ហេតុអ្វីអ្នកនៅទីនេះមិនមែនចៃដន្យទេ
គឺខ្ញុំកំពុងរកអ្នកនឹងឯងការស្លៀកពាក់របស់អ្នកបែបនេះគឺមកលួចថតរូបយកព័ត៌មានចុះអ្នកធ្វើបាបម៉ាក់ខ្ញុំយ៉ាងម៉េចដែរកុំបារម្ភម៉ាក់របស់អ្នកត្រូវបានបញ្ជូនទៅបន្ទប់វេបហើយបាននិយាយថាស្រឡាញ់អ្នកពេលឃើញខ្ញុំតើអ្នកមិនសប្បាយចិត្តទេអីមិននឹងអាចទៅចិត្តរបស់ខ្ញុំមេឃដីដឹងងីថ្ងៃដែលមិនបានជួបលោកប្រុសទី3ខ្ញុំនឹកអ្នករាល់ថ្ងៃខ្ញុំមិនរៀបការជាមួយអ្នកទៀតទេអ្នកនៅតែនឹកខ្ញុំខ្លាំងម្ល៉េះសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នកគឺជាការពិតមនុស្សដូចជាខ្ញុំចំពោះពាក្យថាស្រឡាញ់ពិតឬពាក្យថាចូលចិត្តអីហ្នឹងគឺខ្ញុំយកខ្លាំងណាស់តែខ្ញុំមិនប្រកាសទេថាបំពង់អុកស៊ីសែនរបស់ម៉ាក់អ្នកនឹងត្រូវគេដកចេញរត់អ្នកកំពុងលេងសើចជាមួយខ្ញុំមែនទេឥឡូវនេះគឺជាសង្គមនីតិរដ្ឋណាចុះពេលអ្នកលួចថតរូបខ្ញុំហេតុអ្វីមិននិយាយពីច្បាប់ផងទៅគ្រួសារខ្ញុំក៏មានអ្នកធំដែរបើម៉ាក់ខ្ញុំមានរឿងអីពួកគេនឹងមិនលើកលែងឲ្យអ្នកឡើយគ្រួសាររបស់អ្នកនៅតែសូម្បីតែថ្លៃវះកាត់ម៉ាក់ខ្លួនឯងក៏មិនចង់ចេញដែរខ្ញុំចង់ដឹងណាស់ថាពួកគេមិនព្រមលេងឆ្កែដោយរបៀបណាលោកប្រុសទី3ខ្ញុំខុសហើយសូមអ្នកមេត្តាដោះលែងម្ដាយខ្ញុំទៅខ្ញុំនឹងសងលុយអ្នកវិញខ្ញុំនឹងសង2 ដងមិនមែនទេគឺ3 ដង4 ដងក៏បានតាំងពីពេលណាដែលអ្នកហ៊ានមកឆ្លោះជាមួយខ្ញុំបែបនេះបើលោកប្រុសទី3នៅមិនទាន់បាត់ខឹងអ្នកអាចដាក់ទោសខ្ញុំក៏បានជីវិតខ្ញុំថោកទាបណាស់មិនសមឲ្យអ្នកប្រឡាក់ដៃទេចាំបាច់ធ្វើរឿងធំដុំដល់ថ្នាក់ហ្នឹងអ្នកគិតថាខ្លួនឯងសមដែរទេបើអ្នកថាសមគឺសមហើយតើអ្នកចង់ធ្វើអ្វីអ្នកស្អាតណាស់ហើយអ្វីបានជាអ្នកធ្វើរឿងបែបនេះមុខស្អាតបែបនេះហើយហើយអ្វីបានជាអ្នកត្រូវតែធ្វើជាអ្នកលួចថតអ្នកលួចថតបានធ្វើបាបអ្នកណាបើគ្មានពួកយើងជាអ្នកលួចថតទេតើទស្សនិកជននឹងរកព័ត៌មានថ្មីពីណាម្យ៉ាងទៀតបើអ្នកមិនចង់ឲ្យគេថតទេកុំធ្វើរឿងអាក្រក់ទៅថែមទាំងមានមោទភាពទៀតខ្ជះខ្ជាយចរិតល្អបែបនេះខ្ញុំធ្វើការនេះដើម្បីលុយលោកម្ចាស់ទី3ក៏ដឹងច្បាស់ដែរដើម្បីលុយអ្នកសុខចិត្តធ្វើអ្វីក៏បានពិតណាស់ឲ្យតែអ្នកសុខចិត្តនៅមុខខ្ញុំដោះឲ្យទៅដោះទាំងអស់អ្នកលួចថតរូបខ្ញុំផ្ញើទៅប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងខ្ញុំក៏នឹងឲ្យសមាជិកទាំងអស់មើលរូបថតអាក្រាតកាយរបស់អ្នកយុត្តិធម៌ណាស់មែនទេមិនបាច់ឲ្យខ្ញុំបង្រៀនអ្នកពីរបៀបថតរូបទេលេងខ្ញុំទៅគ្រប់គ្រាន់ហើយបងប្រុសជីដូនមួយចុះអ្នកហៅខ្ញុំថាប៉ាវិញយ៉ាងម៉េចខ្ញុំពិតជាប្អូនស្រីជីដូនមួយរបស់អ្នកមែនប្តីរបស់បងស្រីមីងទី4របស់អ្នកឈ្មោះមេងស៊ីងឆឹងគាត់ជាប៉ារបស់ខ្ញុំតើអ្នកឈ្មោះអ្វីខ្ញុំឈ្មោះមេងជីវយីមីងទី4របស់អ្នកឈ្មោះហ្វុងឡានបងស្រីរបស់គាត់ឈ្មោះហ្វុងរ៉ានប្តីរបស់គាត់ឈ្មោះមេងស៊ីងឆឹងខ្ញុំជាកូនស្រីរបស់គាត់ចុះហេតុអ្វីខ្ញុំមិនដែលឃើញអ្នកគ្រួសារខ្ញុំមានវិន័យតឹងរ៉ឹងបើខ្ញុំត្រឡប់ទៅផ្ទះក្រោយម៉ោង 10 យប់ប៉ារបស់ខ្ញុំនឹងរាយការណ៍ប៉ូលីសវិន័យតឹងរ៉ឹងអាចបង្រៀនអ្នកឲ្យខ្លាចជាបែបនេះបានបើអ្នកមិនជឿទេអ្នកអាចទូរស័ព្ទសួរមេងទី4របស់អ្នកបានគ្រួសារមេងពិតជាមានកូនស្រី2 នាក់មែនតែខ្ញុំធ្លាប់ឃើញតែម្នាក់គត់អញ្ចឹងនាងគឺជាកូនរបស់គ្រួសារមេងកូនក្រៅខ្នាតដែលលាក់បាំងនោះម្ដាយរបស់នាងជាអ្នកមើលថែមិនឆ្ងល់ទេដែលនាងដេកនៅមន្ទីរពេទ្យមិនបានព្យាបាលឲ្យគាត់រកលុយទាំងប្រថុយជីវិតគួរប្រាប់ថាជាបងប្អូនជីដូនមួយខ្ញុំតាំងពីដំបូងរូបថតប៉ុន្មានសន្លឹកនឹងវាអីទៅលើក្រោយបើនាងចង់លួចថតទៀតខ្ញុំនឹងត្រៀមខ្លួនជាមុនបងប្រុសចិត្តទូលីណាស់ខ្ញុំឆ្លាតបន្តិចបន្តួចនេះដូចជាលេងល្បិចនៅមុខបងចាត់ទុកថាខ្ញុំនៅក្មេងមិនដឹងខុសត្រូវទៅចុះសូមបងកុំប្រកាន់អី
bà niênឆ្លាតយ៉ាងនេះប្រកាសជាបានលួចច្រើនណាស់ហើយអញ្ចឹងខ្ញុំចង់ដឹងថាយប់ដែលអ្នកលួចថតខ្ញុំនោះតើអ្នកចង់រកលុយឬចង់បានខ្ញុំបងប្រុសសូមអភ័យទោសឲ្យខ្ញុំទៅខ្ញុំគ្រាន់តែជាមនុស្សធម្មតាគិតតែរឿងលុយគិតតែរឿងរកលុយរឿងផ្សេងខ្ញុំមិនហ៊ានគិតទេចង់រកលុយមែនទេល្អណាស់ខ្ញុំមានការងារធំមួយចង់ឲ្យនាងធ្វើបើនាងមានចិត្តចង់សុំទោសយ៉ាងនេះអញ្ចឹងយើងតើឲ្យខ្ញុំធ្វើជាស្រីតូចមែនទេការងារដែលបងនិយាយនោះជាការងារបែបណាសម្រាប់មនុស្សដឹកផ្ទះខ្ញុំមិនធ្វើទេរឿងបង្កាច់បង្ខូចខ្ញុំមើលអារម្មណ៍សិននាងជំនាញយ៉ាងនេះខ្លាចអីស៊ូជុងលីស្គាល់ទេរូបថតដែលខ្ញុំថតមិនក៏ទៅដល់ដៃគាត់ខ្ញុំយល់ហើយបងចង់ឲ្យខ្ញុំជីកកាយរឿងគាត់ផ្សេងទៀត40,000 40,000ច្រើនណាស់ខ្ញុំតាមដានគាត់អស់កន្លះឆ្នាំហើយដោយសារតែអ្នកខូចខាតអស់ហើយតើអ្នកនឹងសងយ៉ាងម៉េចបងជាមនុស្សសងសឹកដូចជាចៅប៉ាពី3ថ្ងៃទៀតស៊ូជុងយីនឹងឡើងជិះទូកកំសាន្តប្រណិតមួយដល់ពេលនោះអ្នកយកប៊ិចថតសម្លេងនេះបដូរដាក់លើខ្លួនគាត់ដោយស្ងាត់ប៊ិចនេះវាជាអ្វីដែលអ្នកមានគុណគាត់បានផ្ដល់ឲ្យគាត់តែងតែយកតាមខ្លួនជានិច្ចបានតែលិខិតអញ្ជើញនាវាទេសចរប្រណិតអ្នកត្រូវផ្ដល់ឲ្យខ្ញុំមិនជួយអ្នកដោះស្រាយអ្វីទាំងអស់អញ្ចឹងខ្ញុំបញ្ចុះតម្លៃឲ្យអ្នកតម្លៃដាច់30,000សហការលើកដំបូងបងប្អូនជីដូនមួយស្រីគួរតែបង្ហាញភាពស្មោះត្រង់មកខ្ញុំហើយមានន័យថាម៉េចអ្នកចង់បានកម្លាំងពលកម្មឥតគិតថ្លៃមែនទេអញ្ចឹងខ្ញុំមិនប្រកាន់ទេដកទូយកដង្ហើមម្ដាយអ្នកចេញអាចធ្វើការជួញដូរបានតែខ្ញុំមានលក្ខខណ្ឌមួយដល់វិញអ្នកដាក់លក្ខខណ្ឌឲ្យខ្ញុំបងប្អូនជីដូនមួយស្រីហាក់ដូចជាភ្លេចហើយឥឡូវនេះខ្ញុំជាអ្នកធំចាំដល់ពេលជួញដូរបានសម្រេចសិនទៅទើបអ្នកមានសិទ្ធិមកថ្លៃជាមួយខ្ញុំអូយថ្ងៃនេះជាថ្ងៃត្រឡប់ទៅផ្ទះចាស់រឿងដែលបងប្អូនជីដូនមួយប្រុសបានប្រាប់ខ្ញុំចាំហើយខ្ញុំមានការងារត្រូវទៅមុនហើយការជួញដូរមិនទាន់ចប់ផងអ្នកចង់ទៅហើយខ្ញុំពិតជាមិនទាន់ទេមានរឿងអីបានជាប្រញាប់ម្ល៉េះបងប្អូនជីដូនមួយស្រីមានល្បិចច្រើនពេកហើយខ្ញុំត្រូវប្រយ័ត្នបន្តិចបើបងប្អូនជីដូនមួយប្រុសនៅតែចង់ជួញដូរល្អបំផុតគឺលេងខ្ញុំឥឡូវនេះបើមិនអីចឹងលើកក្រោយចង់ជួបខ្ញុំត្រូវទៅអង្វរអ្នកនៅផ្ទះចាស់ត្រកូលមេងឪពុកល្ងងរបស់ខ្ញុំនោះទូរស័ព្ទបងប្អូនជីដូនមួយប្រុសជាទូរស័ព្ទចាស់មិនចេះលេងអ៊ីនធឺណិតទេអ្នកណាគេហៅពុកខ្លួនឯងថាចាស់ក្បាលរឹងនោះលោកម្ចាស់ទុកគាត់ទៅបែបនេះមែនទេទៅស៊ើបមើលថាចាស់ក្បាលរឹងត្រកូលមេងនោះយ៉ាងម៉េចហើយអីគេចាស់ក្បាលរឹងមេងត្រកូលចិនឪពុករបស់មេងជីយីម៉ោង 9:01 នាទីយឺតហើយលោកម្ចាស់ទី 9 ធំហើយជាមិត្តភក្តិមែនទេអ្នកដឹងទេថាការយឺតមានផលវិបាកអ្វីខ្លះផលវិបាកនៃការយឺតលើកមុនម្ដាយឈប់ប្រើថ្នាំ3ថ្ងៃត្រូវត្រឡប់មកផ្ទះចាស់2 ដងក្នុងមួយខែអ្នកមិនអាចមកទាន់ពេលទេជីអីឆ្លាតណាស់ខ្ញុំនឹងពិន័យអ្នកទាញជើងមកវិញអូយអ្នកមើលម្រាមដៃរបស់អ្នកទៅពណ៌ឆើតឆាយបែបនេះមើលទៅដូចម្ដេចតែកូនរបស់អ្នកស្អាតបាតល្អហើយមើលទៅប៉ាបានកាត់ឲ្យអ្នកហើយជំងឺម្ដាយរបស់អ្នកគ្រូពេទ្យបាននិយាយថាជីអី
អ្នកចាំទុកណាអ្នកនឹងម្ដាយរបស់អ្នកអាចនៅជាមួយខ្ញុំតែប៉ុណ្ណោះនៅជាមួយគ្នាជារៀងរហូតប៉ាហេតុអ្វីបានជាប៉ាបិទកាត់អន្ទានរបស់ខ្ញុំទៀតហើយខ្ញុំមិនបានប្រាប់ថាខ្ញុំនឹងមិនចេញថ្លៃវះកាត់ឲ្យមេដោះហេតុអ្វីបានជាអ្នកនៅតែកាត់លុយចាយរបស់ខ្ញុំទៀតឈប់និយាយមិនចេះស្ដាប់បង្គាប់បែបនេះមើលទៅដូចម្ដេចអ្នកមីងបងស្រីហ្វុងជីអ៊ីហេតុអ្វីបានជាអ្នកនៅទីនេះនាងជាប្អូនស្រីរបស់អ្នកពិតណាស់នាងអាចនៅទីនេះបានប៉ាខ្ញុំប្រាប់អ្នកប៉ុន្មានដងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើលឃើញច្បាស់កូនស្រីដែលកើតពីមេដោះមនុស្សថោកទាបគ្មានគេខ្មាស់យប់ជ្រៅហើយជីអ៊ីសុំត្រឡប់ទៅមុនហើយខ្ញុំមិនរំខានទេប៉ាអ្នកមីងនិងបងស្រីគ្រួសារ3នាក់សម្រាប់ចុះខ្ញុំក៏អាណិតម្ដាយរបស់អ្នកដែររស់ដោយបំពង់ជំនួយជីវិតឲ្យតែអ្នកអាចត្រឡប់មកផ្ទះវិញនៅក្បែរប៉ាជារៀងរហូតការវះកាត់អាចធ្វើបានភ្លាមបើនាងពិតជាត្រឡប់មកវិញតើនឹងទៅជាយ៉ាងណាស្រីនេះមិនអាចនៅបានទេត្រូវរកវិធីរៀបការឲ្យនាងជីអីជំងឺម្ដាយរបស់អ្នកលំបាកច្រើនហើយអ្នកមីងមានសម្បត្តិទូពីនៅទីនេះអ្នកគួរតែចេញទៅលំហែអារម្មណ៍ខ្លះចេញដំណើរក្នុងរយៈពេល3ថ្ងៃអ្នកនឹងយន្តធំម្នាក់មួយសន្លឹកវាជាលិខិតអញ្ជើញទៅកាន់កប៉ាល់ទេសចរប្រណីតនោះ3ថ្ងៃទៀតលោកស៊ូជុងលីនឹងឡើងនាវាទេសចរទំនើបមួយដល់ពេលនោះអ្នកយកប៊ិចថតសម្លេងនេះបដូរដាក់លើខ្លួនគាត់ដោយស្ងាត់ម៉ាក់ពិធីជប់លៀងលើនាវាទេសចរកម្រិតនេះសុទ្ធតែជាឥស្សរជនល្បីម៉ាក់ឲ្យកូនស្រីខុសច្បាប់ម្នាក់ទៅខាងក្រៅនឹងធ្វើឲ្យគេគិតគ្រួសារមេងអត់មានរបៀបរៀបរយសោះយិនថងអញជាបងស្រីធំនិយាយស្ដីឲ្យចេះគិតលោកម្ចាស់ឲ្យជីយីចេញទៅមើលលោកក៏ល្អដែរក្រែងលោកសប្បាយចិត្តនាងនឹងព្រមត្រឡប់មកផ្ទះវិញហឺដល់ពេលនោះរកកូនអ្នកមានឈួតលីលីណាធ្វើឲ្យនាងបាត់បង់កិត្តិយសខ្ញុំមើលថាមេងជីយីនឹងមានមុខត្រឡប់មកវិញយ៉ាងម៉េចអរគុណមីងធំបានចំណេញដោយមិនបាច់ខំការងារជាមួយឈីវជុងលីនេះចប់ដានយូឆិនចង់ស្រឡាញ់អ្នកណាស្រឡាញ់ខ្ញុំមិនបំរើទេលោកស៊ូជុងលីស្នាក់នៅបន្ទប់ឈុតកាច់ជ្រុងសេវាកម្មម៉ាសាឆាប់រៀបចំការត្រួតពិនិត្យបច្ចេកទេសចូលទៅជំរាបសួរបងប្រុសនៅតែដូចម្សិលមិញមែនទេជួយម៉ាសាស្មាខ្ញុំសិនពីមុនខ្ញុំអត់ដែលឃើញអ្នកទេផ្នែកសេវាកម្មអតិថិជនមានបុគ្គលិកជាង100នាក់ពួកយើងមិនមែនជាសេវាកម្មមួយទល់មួយជាក់លាក់ទេប៉ុន្តែចំណូលចិត្តរបស់ភ្ញៀវម្នាក់ពួកយើងចាំបានច្បាស់លាស់ភ្ញៀវមើលទៅនេះជាព័ត៌មានអត្តសញ្ញាណរបស់ខ្ញុំបានហើយបន្តទៅបងប្រុសការម៉ាសានេះប្រហែល45នាទីបងអាចគេងលក់មួយផ្លែតសិនបងប្រុសឲ្យតែឆ្លងផុតយប់នេះស្អែកចុះពីនាវាគឺមានសុវត្ថិភាពហើយឈប់បងស្រីមិនក៏អ្នក
ស្លៀកអីហ្នឹងអ្នកណាគេមិនដឹងគេគិតថាអ្នកធ្វើការនៅទីនេះមិននឹកស្មានថាអ្នកមកក្រាស់ដល់ថ្នាក់នេះសោះខ្ញុំស្មានថាអ្នកចេះស្គាល់ខ្លួនឯងខ្លះឋានៈខុសគ្នាហើយនៅតែរឹងរូសប៉ាឲ្យខ្ញុំមើលថែអ្នកឈុតកាត់ពិសេសមេងអ៊ីនខ្លាចជាមនុស្សចិត្តល្អតាំងពីពេលណាឆាប់បដូរទៅអ្នកចង់ឲ្យគ្រួសារមេងខ្ញុំខ្មាស់គេអស់ហើយមែនទេជឿកូនតិរិឆានដែលមេដោះចិញ្ចឹមគ្រាន់តែជាមនុស្សភ្នែកខ្លីលងនឹងគុណតូចតាចមួយនោះខ្ញុំបានបាញ់ពេញឈុយឈិនសៀវចាំដល់ឆ្នាំចេញរឹតចាំតែដូចឆ្មាញីកំពុងរកឈ្មោលដើរដេញរកឈ្មោលគ្រប់ទីកន្លែងឲ្យកូនប្រុសអ្នកមានណាគេក៏បានធ្វើឲ្យអ្នកប្រឡាក់ប្រឡោះចាំមើលប៉ានៅទទួលស្គាល់អ្នកជាកូនស្រីគាត់អត់អោអីគេហ្នឹងក្លិនខ្លាំងម្លេះហេតុមិនអីទេបដូរទៅសិនទៅឆាប់ឡើងអ្នកផ្សេងកំពុងរងចាំអ្នកនៅខាងក្រៅចាំបន្តិចទៀតរំឲ្យបានល្អទៅបើមានកំហុសចាំមើលខ្ញុំចាត់ការអ្នកយ៉ាងម៉េចមានរឿងអីមេងអ៊ីនថងពិតជាគ្មានចិត្តណាល្អមែននេះជាសម្លៀកបំពាក់អ្នករំទេតើអ្នកអាចដើរបានប្រកាសជាប់មិនរួចទេឋានយូឈិនគាត់អាចនាំខ្ញុំទៅបានមន្ទីរពេទ្យទូទៅចាប់ពីពេលនេះទៅលោកស៊ូឆាវនឹងមកលើកមួយលោកម្ចាស់ទី3គួរសំពេចហើយដើម្បីធានាភាពជាក់លាក់នៃការវះកាត់ខ្ញុំមិនដែលអនុញ្ញាតទេទទួលលុយមើលខ្ញុំឋានយូចិនមើលខ្ញុំផងស៊ូយ៉ានជីរបស់ម្ដាយឯងគ្រាន់តែសម្ដែងទេថាបើមិនមែនដោយសារសំណាងរបស់គាត់ចាស់ទេមន្ទីរពេទ្យទូទៅនោះក៏គ្មានអ្វីដែរឥឡូវនេះគាត់យកតំណែងនេះយកមកពីណាគ្រាន់តែទទួលបន្តបណ្ដោះអាសន្នប៉ុណ្ណោះមន្ទីរពេទ្យជីវិតមិនយូរមិនឆាប់វានឹងជារបស់យើងអូខ្ញុំដឹងថាអ្នកនៅមានល្បិចទៀតឋានយូឈិនអ្នកល្ងងពិតជាល្ងងដូចជ្រូកមែនតារាខាងអត់នៅទេថ្ងៃនេះចុះបើខ្ញុំរកស្រីស្អាតឲ្យអ្នកទៅផឹកជាមួយលោកម្ចាស់ទី3មួយកែវគេគ្រប់គ្រងតឹងរឹងណាស់បើត្រឡប់ទៅវិញត្រូវតែស្ដីបន្ទោសយើងអូដឹងថាជីតាកំពុងរកអ្នកមកតាមរកខ្លួនឯងខ្ញុំគឺមេងជីវីមិនក៏រត់មកទីនេះពីមុនមកទីនេះធ្វើការរំកំដរជាការងារក្រៅម៉ោងធ្វើការងារក្រៅម៉ោងស្អីគេខ្ញុំបានបដូរប៊ិចថតសម្លេងឲ្យអ្នកហើយអង្គរៈរបស់ស៊ូជុងលីនកំពុងរកខ្ញុំនៅខាងក្រៅបងប្អូនជីដូនមួយមិនមែនជាអ្នកកាសែតប៉ាប៉ារ៉ាស៊ីលំដាប់កំពេចក៏មិនបានត្រៀមផែនការគ្រោះថ្នាក់មូលដ្ឋានសោះនាំខ្ញុំទៅបើខ្ញុំត្រូវគេរកឃើញខ្ញុំមិនធានាថាខ្ញុំនឹងមិនទម្លាយរឿងអ្នកទេអ្នកគំរាមខ្ញុំយើងឥឡូវនេះដូចជាកណ្ដូបលើទុកតែមួយបើខ្ញុំត្រូវគេរកឃើញក៏គ្មានប្រយោជន៍សម្រាប់អ្នកដែរប្រយោជន៍មើលបងប្អូនជីដូនមួយរវល់ច្របូកច្របល់បែបនេះមិនមែនជាភាពសប្បាយរីករាយបំផុតរបស់ខ្ញុំទេអីអ្នកធ្វើអីអ្នកមិនមែនគំរាមខ្ញុំឲ្យនាំអ្នកទៅទេអីអូនតោះចេះតែរលំលោកម្ចាស់ទី3ត្រកូលທາງតែងតែពូកែខាងរឿងនារីដែលនៅក្នុងដៃគាត់មុននេះដូចកញ្ញាទី2ត្រកូលមេងណាស់ស៊ូយៀនជីខ្ញុំឈ្មោះមេងជីវីខ្ញុំសុំទោសដែលបានស្គាល់អ្នកតាមរបៀបនេះ
ប៉ុន្តែនេះជាភាពក្លាហានពេញមួយជីវិតរបស់ខ្ញុំតែខ្ញុំបានធ្វើរឿងក្លាហានបំខ្ញុំដឹងហើយសាកលវិទ្យាល័យជាហូគ្រាន់តែជាចំណុចខ្លីក្នុងជីវិតរបស់អ្នកពេលគ្រប់មួយឆ្នាំអ្នកនឹងត្រឡប់ទៅផ្លូវដែលបានកំណត់វិញតែខ្ញុំនៅតែចង់ប្រាប់អ្នកថាបងប្រុសស៊ូអរុនសុស្ដីអ្នករៀនមុខវិជ្ជាអីអូគាត់មានមិត្តស្រីបាត់ហើយឲ្យអ្នកវិញហើយសុំទោសផងស៊ូយានជីខ្ញុំស្រឡាញ់អ្នកបេងស៊ីមីអ្នកនៅចាំខ្ញុំទេអបគ្រប់គ្រាន់ហើយឬនៅអរគុណអ្នកតែបានជួយខ្ញុំមុននេះខ្ញុំមិនបានជួយអ្នកទេគ្រាន់តែចង់ឲ្យការជួញដូរយើងជោគជ័យអាល្ងងនេះនិយាយឲ្យស្រួលបួលបន្តិចមិនបានទេអីមិនក៏លោកម្ចាស់ទី3នៅលើយ៉ាងបើខ្ញុំដឹងមុននេះក៏មិនលំបាកបែបនេះដែរអ្នកមិនបានសួរខ្ញុំផងដោយសារតែចង់ដឹងថា sunscreen ឈូកហើយនឹង BB ឈូកបាយបង្អា skin care ហ្នឹងលាបចូលមកបានល្អប៉ុណ្ណាខ្ញុំចាប់ជាមួយនឹង model ប្រុសយើងនឹងយកមកលាបជាមួយនឹង sunscreen ហើយនឹង BB ឈូកថាលាបហើយល្អចូលមកបានប៉ុណ្ណាឥឡូវគ្រាន់តែដាក់ជាមួយនឹង sunscreen ភ្លាមបងប្អូនអ្នកគ្នាញីតែបន្តិចមកចូលស្បែកមុខឡើងអស់ចឹងមកហើយឃើញស្បែកមុខឡើងមានសំណើមទន់មាត់បងប្អូនអ្នកគ្នាដឹងហើយស្បែកមុខរបស់មនុស្សប្រុសគឺជាស្បែកមុខដែលក្រាស់ហើយជាប្រភេទស្បែកមុខដែលស្ងួតខ្លាំងមែនតើឥឡូវចូលមកដល់ BB ម្ដង model យើងមុខរៀងភ័យបន្តិចដោយសារគាត់ធ្លាប់ប្រើជាមួយនឹង BB គេផ្សេងវាសសព្រុសឡើងពេញលើមុខអត់មានចូលមុខគាត់ smooth អីទេឥឡូវនេះគាត់ឃើញសាច់ BB គាត់ថាអត់កើតទេចូលអត់កើតទេប៉ុន្តែគ្រាន់តែដាក់លើស្បែកមុខបងប្អូនអ្នកគ្នាឃើញអញ្ចឹងណាតែ blend ជាមួយនឹងស្បែកមុខមកគឺចូលស្បែកអស់ហ្មងលាបអត់មានស្អិតហើយអត់មានបតាក់ធ្ងន់មុខអីទាំងអស់ទេឥឡូវបងប្អូនអ្នកគ្នាមើលគ្រាន់តែលាបប៉ុណ្្នឹងមកឃើញមុខភ្លឺហើយឃើញមុខគាត់ស្អាតជាងមុនមែនតើហើយសម្រាប់ sunscreen នៅក្នុង BB របស់ជូមានអត្ថប្រយោជន៍ដូចជាជួយការពារស្បែកពីកាំរស្មី UV បានកម្រិតខ្ពស់មាន SPF 50 បូកជាមួយនឹង PA បូក4មិនធ្វើឲ្យស្បែកឡើងខ្លាំងនិងជួយការពារស្បែកបងប្អូនអ្នកគ្នាពីការឡើងជាប់ឬខ្មៅស្អាតឥឡូវចេញ result តិចៗណាបងប្អូនអ្នកគ្នាចា model យើងឃើញអញ្ចឹងហើយគាត់ញញឹមឡើងវិញហ្មងពួកអីឃើញស្បែកមុខគាត់អត់ដូចពេលគាត់លាបមួយនឹង BB ផ្សេងទេចិត្តចេញ result មែនតើណាចិត្តចេញ result មែនតើហើយប៉ុន្តែបងប្អូនអ្នកគ្នាមើលស្បែកមុខរបស់គាត់ទៅស្បែកមុខជាស្បែកមុខមនុស្សប្រុសប៉ុន្តែលាបចូលមកមើលឡើងស្អាតមក result ចេញមកបែបហ្នឹងហ្មងសម្រាប់បងប្អូនអ្នកគ្នាដែលចង់បាន BB ហើយនឹង sunscreen របស់ឈូបងប្អូនអ្នកគ្នាអាចកំងតាមបងអាត់ខ្ញុំអត់អស់ចិត្តទេឥឡូវចិត្តចូលឆ្នាំអីមកសាកថាវា waterproof ឥឡូវដាក់ទឹកមកប៉ុណ្ណឹងហើយអត់មានហូរតាមទឹកអីណាគឺ waterproof សាហាវចូលឆ្នាំមកអត់ភ័យទេបើឈូជុំលីបញ្ជូនមនុស្សមកចាប់ខ្ញុំធ្វើម៉េចបើចាប់បានខ្ញុំនឹងប្រគល់អ្នកឲ្យគាត់ញ៉ាំបាយហើយនៅខ្ញុំនឹងឲ្យគេយកអាហារមកឲ្យអ្នកញ៉ាំមិនទាន់អស់ទេស្អីគេនេះជាសម្លៀកបំពាក់អីក្លិនខ្លាំងម្ល៉េះហើយមិនអីទេដូរទៅលោកម្ចាស់ទី3ខ្ញុំដូចជាត្រូវគេដាក់ថ្នាំបងប្អូនជីដូនមួយអ្នកសម្ដែងបានល្អណាស់សូម្បីអូស្ការក៏ជំពាក់អ្នកដែរលោកម្ចាស់មេងទី9អ្នកក្លាហានណាស់អ្នកដឹងខ្ញុំជានរណាទេបានជាហ៊ានលេងសើចជាមួយខ្ញុំអ្នកប្រាប់មកខ្ញុំជានរណាថ្នាំបន្សាប Rosemary ជាងចុះឥឡូវនេះរោគមនុស្សម្នាក់មើលគាត់ធានាថាគាត់ចុះពីទូកដោយសុវត្ថិភាពនៅថ្ងៃស្អែកហើយក៏រោគអ្នកដែលដាក់ថ្នាំគាត់អាហោលោកស្រីមេងទី9អបខ្ញុំហើយហ៊ានស្រែកឈ្មោះប្រុសផ្សេងទៀតចាំអ្នកភ្ញាក់នៅថ្ងៃស្អែកយើងនឹងគិតគូរគ្នាម្ដងបន្តិចម៉ាក់កុំបារម្ភអី
ឈុតសម្ដែងនោះខ្ញុំបានច្របាច់វាគ្រប់កន្លែងហើយម៉ាក់ចាំមើលគេសុំរៀបការនៅបង្កាន់ដៃហើយគេនឹងហែកសម្ពុតនោះកញ្ញាម៉េងពាក្យសម្ដីរបស់អ្នកមុននេះត្រូវបានថតទុកហើយសូមអញ្ជើញទៅជាមួយយើងកញ្ញាវ៉ាងអ្នកជានរណាកញ្ញាវ៉ាងកុំខ្លាចអីខ្ញុំជាអ្នកគ្រប់គ្រងបន្ទប់របស់ទេសចរសូហ្វីក៏មានអ្នកគ្រប់គ្រងបន្ទប់ដែរកញ្ញាវ៉ាងខ្ញុំនឹងការពារអ្នករហូតដល់អ្នកចេញទៅដោយសុវត្ថិភាពព្រោះការបែកបាក់ក៏ច្រើនដែរក្រោយអ្នកចេញពីធ្វើការទៅជួបគាត់ជាមួយគ្នាគាត់ថាការសម្ដែងអ្នកយប់មិញពិតជាមិនអាចបំភ្លេចបានគាត់អន្ទះសារចង់ជួបអ្នកណាខ្ញុំមិនត្រឹមតែប៉ះទេថែមទាំងថើបគាត់ទៀតហ៊ានណាស់មេងជីយីឥឡូវខ្ញុំលោតទឹកសមុទ្រនៅទាន់ទេខ្ញុំប្រាប់ឲ្យអ្នកមើលថែប្អូនស្រីអ្នកមើលថែគាត់បែបនេះមែនទេលោកម្ចាស់លោកលាក់ខ្លួនក៏ដើម្បីជីយីដែរក្រែងលោមានកំឡោះណាគេចាប់អារម្មណ៍នោះក៏ជារឿងល្អដែរល្ងងឡានផ្ទះយើងមកដល់មុខផ្ទះយើងហើយលោកម្ចាស់ទី3កំពុងណែនាំការអប់រំគ្រួសារយើងគ្រួសារទាំង4កំពុងធ្វើឲ្យខ្លួនឯងអាម៉ាស់មុខអ្នកទាំងពីរត្រូវឃុំខ្លួនមួយខែវិញមិនអនុញ្ញាតឲ្យទៅរំខានជីយីទៀតទេមួយរយៈនេះគ្រួសារមេងប្រហែលជាមិនមករំខានអ្នកទៀតទេហើយអ្វីអ្នកជួយខ្ញុំនិយោជកដោះស្រាយបញ្ហាឲ្យបុគ្គលិកជារឿងធម្មតាដើម្បីកុំឲ្យអ្នកបាក់ស្មារតីប៉ះពាល់ដល់ការងារកុំគិតថាធ្វើបែបនេះខ្ញុំនឹងដឹងគុណអ្នកពិតណាស់ប្អូនស្រីរវល់ការងារណាស់ទាំងរកលុយទាំងសម្ដែងយប់មិញថែមទាំងឆ្លៀតពេលស្រែកឈ្មោះស៊ូយ៉ានជីក្នុងដៃខ្ញុំទៀតប្អូនស្រីអក្សរសិល្ប៍ទូជំនួសរបស់អ្នកនេះលេងបានយ៉ាងល្អណាស់អូយខ្ញុំបែរជាស្រែកឈ្មោះបងប្រុសស៊ូទៅវិញស្រឡាញ់គាត់ស្រឡាញ់យូរប៉ុណ្ណាហើយខ្ញុំកាលនោះនៅក្មេងមិនដឹងខ្យល់អីទេលេងស្រឡាញ់ហើយលេងយូរហើយឥឡូវនេះខ្ញុំស្រឡាញ់តែលុយទេអីគេទៅលួងលោមស៊ូយ៉ានជីចាត់ទុកថាបំពេញក្តីស្រមៃការពីមុនរបស់អ្នកបងប្រុសឲ្យតម្លៃជីយីខ្ពស់ពេកហើយខ្ញុំបដិសេធមនុស្សម្នាក់នេះអ្នកមិនអាចបដិសេធបានទេលើកលែងតែអ្នកពិតជាមានអារម្មណ៍ចំពោះគាត់ខ្ញុំបដិសេធអ្នកមិនអាចបដិសេធបានទេលើកលែងតែអ្នកពិតជាមានអារម្មណ៍ចំពោះគាត់ម៉េចមិនចង់បោកប្រាស់មនុស្សប្រុសដែលអ្នកស្រឡាញ់មិនហ៊ានរៀបគម្រោងទោលនឹងគាត់លោកនាយកស៊ូលោកនាយករដ្ឋមន្ត្រីស៊ូខ្ញុំគោរពអ្នកជាគ្រូពេទ្យខ្ញុំចាំងកងវ៉ាន់លៀងក្អួតឈាមមិនឈប់មិនក៏អ្នកឯងថាគាត់អត់អីទៅវិញសន្តិសុខអូពួកអ្នកបង្កបញ្ហាពេទ្យនេះចេញទៅបើហ៊ានមកទៀតវាបំបាក់ជើងតែម្ដងប៉ាពួកគេជាក្រុមគ្រួសារជនរងគ្រោះទេយើងគួរតែពន្យល់ពួកគេបន្តិចទៅសំឡេងបងប្រុសស៊ូយៀនជីថ្នាំមហារីកថ្មីកំពុងស្ថិតក្នុងការអនុម័តស្ថាប័ននេះជាមន្ទីរពេទ្យព្យាបាលរបួសការបន្តពូជសំខាន់ជាងអាយុជីវិតមនុស្សបងប្រុសស៊ូចិត្តល្អណាស់មិនអាចទៅរួចទេឥឡូវនេះនៅតែគិតថាពលឺព្រះច័ន្ទទុករបស់អ្នកបរិសុទ្ធទៀតឬសិលធម៌របស់បងប្រុសស៊ូគាត់មិនធ្វើរឿងអាក្រក់ដាក់អ្នកណាទេប្រហែលជាសម្លេងថតរបស់អ្នកជាអីបង្កើតមកបោកខ្ញុំបងប្អូនជីដូនមួយស្រីចងចាំបានល្អណាស់ភ្លេចទាំងឧបករណ៍លួចស្ដាប់ដែលខ្លួនឯងលាក់ទុកអរគុណបងប្អូនជីដូនមួយស្រីខ្ញុំទើបអាចលួចស្ដាប់បានភ្លាមបងប្អូនជីដូនមួយស្រីពិតជាបានហុចកាំបិតដ៏ល្អមួយមកឲ្យខ្ញុំបើអ្នកពិតជាមិនចង់ធ្វើរងចាំការជួញដូរនេះចប់បើអ្នកចង់ទៅខ្ញុំមិនខត់ទេឲ្យខ្ញុំទៅលួងលោមបងប្រុសស៊ូខ្ញុំធ្វើមិនបានទេល្ងងណាស់អ្វីដែលខ្ញុំចង់បានគឺភស្តុតាងនៃគ្រោះថ្នាក់ផ្នែកវិទ្យាសាស្ត្រទូទៅហើយលោកស៊ូយៀនជីក៏ជាព្រឹទ្ធបុរសដែលទើបតែងតាំងថ្មីខ្ញុំចង់ឲ្យអ្នកខ្ចីអត្តសញ្ញាណរបស់គាត់
ចូលទៅក្នុងបន្ទប់សុងដើម្បីយកភស្តុតាងចូលទៅសុងហើយយកភស្តុតាងបើការងារបរាជ័យអ្នកនឹងរុញខ្ញុំចេញទេមេងស៊ីវយីខ្ញុំអាក្រក់ដល់ថ្នាក់នឹងក្នុងភ្នែកអ្នកឬក្បាលតូចគិតអីហ្នឹង50,000រក្សាការសម្ងាត់ពីលោកស៊ូយៀនទំនាក់ទំនងខ្ញុំនឹងអ្នកបុកបន្ថែមសិទ្ធបញ្ចប់នៅពេលណាក៏បានខ្ញុំនឹងដំឡើងឲ្យអ្នកដល់1លានខ្ញុំអាចរក្សាការសម្ងាត់បានអ្នកអាចបញ្ឈប់នៅពេលណាក៏បានហើយមួយទៀតចាប់ពីពេលនេះទៅយើងគឺជាដៃគូសហការយោពមយើងមានឋានៈស្មើគ្នាគោរពគ្នាទៅវិញទៅមកគ្រប់គ្នាបានតាមការចង់បានអាចារ្យនេះយល់ព្រមទាំងអស់មានសំណុំពរផ្សេងទៀតទេហេតុអ្វីអ្នកចិត្តអាក្រក់ម្ល៉េះកុំសួររឿងមិនគួរដឹងប្រាក់កក់បានផ្ទេរហើយខ្ញុំបានបង្ហាញពីចិត្តស្មោះហើយចុះបងប្អូនស្រីវិញអាឡូលោកបងស៊ូម្ដាយខ្ញុំចង់បដូរមន្ទីរពេទ្យអាចជួយខ្ញុំបានទេម៉ាក់រងចាំបន្តិចទៀតរងចាំវះកាត់រួចរាល់ខ្ញុំសន្សំលុយបានគ្រប់គ្រាន់ហើយយើងនឹងចាក់ចេញពីគ្រួសារមេងទាំងស្រុងមកហើយខ្ញុំទើបដឹងថាអ្នកបានបដូរមីងទៅមន្ទីរពេទ្យខ្ញុំក៏ប្រញាប់មកភ្លាមអរគុណលោកបងស៊ូនិយាយអីឈួតអ្នកកុំបារម្ភខ្ញុំនឹងរកគ្រូពេទ្យវះកាត់ល្អបំផុតជូនមីងខ្ញុំនឹងពិនិត្យមីងម្ដងទៀតជីមសុងទៅយកលិខិតបញ្ជាក់មកខ្ញុំនឹងជូនអ្នកទៅស៊ីចិនចាំរឿងលោកស៊ូយៀនដាងផងគ្រូពេទ្យវះកាត់ធំឈួតទៀតហើយវះកាត់បន្ទប់501មានគ្រោះថ្នាក់ពេទ្យអ្នកជំងឺដែលសន្លប់ទុកចោលលើទៅវះកាត់ចិត្ត40នាទីហើយអ្នកប្រញាប់ទៅរកប្រធានគិលានុបដ្ឋាយិកាគាត់រៀបចំគ្រូពេទ្យវះកាត់ផ្សេងទៀតមកភ្លាមបន្តការវះកាត់ទីដៅកំបិតខ្ញុំគ្មានបញ្ហាទេដៃហ្វុងគឺជួររបស់ពួកអ្នកញ័រដូចផាក់ឃីនសុនឥឡូវសម្ពាធឈាមអ្នកជំងឺធ្លាក់ចុះហើយអ្នកកំពុងគេចវេសពីការទទួលខុសត្រូវមនុស្សមួយចំនួនអួតថាខ្លួនជាម៉ាស៊ីនគ្រាប់កាំភ្លើងសូម្បីតែរឿងសំខាន់ក៏ត្រូវបំផ្លាញដែរគឺអ្នកនឹងនិយាយម្ដងទៀតមើលមានអ្នកសប្បាយចិត្តមែនទេលឿនឡើងមិនទាន់ទៅណាទេតំណាងសេដ្ឋកិច្ចសង្គមវិទ្យាសាស្ត្របញ្ជាកងទ័ពជ័យជំនះអនុញ្ញាតឲ្យខ្ញុំផ្ញើចេញខ្ញុំថតបានហើយអហោះខ្ញុំនាំអ្នកចេញទៅថតរូបបានប៉ុន្មានហើយមិនបាច់ប្រញាប់ទេផឹកអ្វីបន្តិចសិនទៅ
ស្រាប់តែល្អដាក់ខ្ញុំម្លេះលើកនេះមិនមែនមានបំណងអ្វីទេមួយថ្ងៃក្បាលតូចរបស់អ្នកគិតអីចម្លែកមិនក៏បាត់33,000នោះជាពន្ធ 3.3 នៅមានពន្ធ 3.3 ទៀតអ្នកនៅខ្វល់រឿងលុយនេះទៀតពិតជាអ្នកកេងប្រវ័ញ្ចមែនចុះហាត់ធ្លេខាទៅខ្ញុំបានយកម្ដាយរបស់អ្នកទៅមន្ទីរពេទ្យល្អបំផុតនៅយប់ក្រុងហើយថ្ងៃច័ន្ទសប្តាហ៍ក្រោយគាត់អាចសម្រាកបានគឺសាស្ត្រាចារ្យយូសេបមែនទេដឹងហើយនៅសួរទៀតបាននិយាយច្រើនទៀតខ្ញុំនឹងបញ្ជូនម្ដាយអ្នកត្រឡប់ទៅសុងហឺវិញមិនបាច់ចាំរូបថតអ្នកលេចធ្លីទេទីបំផុតក៏ទទួលយកបើអ្នកចង់ទៅក៏បានដែរខ្ញុំកិច្ចព្រមព្រៀងបន្ទាប់ជាអ្វីអ្នកមិនទាន់ងងពេកទេលោកម្ចាស់ទី3ស្រាប់តែល្អដាក់ខ្ញុំម្លេះមានទាំងម្ហូបឆ្ងាញ់ហើយនៅក្មេងទៀតរៀបចំបានល្អណាស់ប្រាប់មកនេះមកសម្រាប់ឬមកបង្កគ្រោះថ្នាក់2 លានប៉ុន្មានថាច្រើនពេកធ្វើរឿងអ្វីដល់ពេលអ្នកនឹងដឹងបើមានលុយនេះខ្ញុំអាចនាំម៉ាក់ទៅឆ្ងាយបានហើយសប្បាយចិត្តណាស់ហ៎មែនហើយតែមិនមែនដោយសារលុយទេសំខាន់បំផុតគឺដោយសារលោកម្ចាស់ទី3នៅមានលុយភ្នែករបស់អ្នកមិនមែនអ្នកទេចាំ2 លានមិនអីទេពិតជាតាក់ទងនឹងរឿងផ្លូវភេទមែនចុះបើខ្ញុំធ្វើមិនបានបងប្អូនជីដូនមួយគិតច្រើនពេកហើយអ្នកក៏អលលងល្អណាស់ហោះលើដំបូលដើរលើជញ្ជាំងសមត្ថភាពក្នុងរណ្ដៅនោះគឺដូចជាខ្យាដំរីមួយខ្ញុំទៅទទួលទូរស័ព្ទសិនបងប្រុសស៊ូមូស៊ីមីខ្ញុំទើបតែដឹងថាម្ដាយរបស់អ្នកត្រូវបានផ្លាស់ប្ដូរមន្ទីរពេទ្យមានបញ្ហាបន្តិចខ្ញុំរវល់ខ្លាំងណាស់បែរជាធ្វើប្រហែសរឿងនេះទៅវិញពិតជាសំទោសមិនអីទេបងប្រុសស៊ូអ្នកបានជួយខ្ញុំច្រើនណាស់ហើយខ្ញុំតែងតែដឹងគុណបងប្អូនជីដូនមួយពិតជាតារាសម្ដែងដ៏ល្អម្នាក់មិនដូចបេសកកម្មទេយ៉ាងណាមិញនេះជាកិច្ចការដែលអ្នកបានផ្ដល់ឲ្យខ្ញុំពិតជាត្រូវធ្វើឲ្យបានល្អមែនទេកុំឲ្យបងប្រុសស៊ូជាទីស្រឡាញ់របស់អ្នកដឹងថាអ្នកចូលទៅចិត្តគាត់គ្រាន់តែដើម្បីលាតត្រដាងឧបត្តិហេតុវិទ្យាសាស្ត្រគាត់នឹងគិតយ៉ាងណាបើប្រៀបធៀបនឹងបងប្រុសស៊ូគាត់គ្រាន់តែជាបិសាចអរិយសាតាំងយមរីបងប្រុសស៊ឺស្មោះត្រង់នឹងចិត្តល្អតែងតែត្រូវបានឪពុករបស់គាត់គឺស៊ឺជុងលីបោកបញ្ឆោតខ្ញុំលាតត្រដាងរឿងមកខ្វក់របស់មន្ទីរពេទ្យក៏ចាត់ទុកថាធ្វើឲ្យគាត់មើលឃើញការពិតមនុស្សចាស់ពិតជាគិតច្រើនពេកហើយចុះបើគាត់ចិត្តណាមិនទទួលស្គាល់សុខចិត្តធ្វើជាមនុស្សខ្វាក់កុំយកមនុស្សដូចពួកយើងទៅប្រៀបធៀបនឹងគាត់អ្នកជាអ្នកកាប់ខ្ញុំជាកាបូបខ្វាក់នៅក្នុងដៃរបស់អ្នកតែបងប្រុសស៊ូមិនដូចគ្នាទេកំបិតវះកាត់នៅក្នុងដៃរបស់គាត់គឺសម្រាប់ជួយមនុស្សអ្នកជឿគាត់យ៉ាងនេះខ្ញុំខ្លាចខ្លួនឯងមើលច្រឡំពេលព័ត៌មានលាតត្រដាង
គាត់ប្រកាសជានឹងចេញមុខទទួលខុសត្រូវល្អហើយអញ្ចឹងយើងចាំមើលទៅលោកស៊ូស៊ីវហុងរបស់អ្នកដែលអ្នកគោរពដូចព្រះនោះតើគាត់នឹងស្រក់ទឹកភ្នែកហើយចាក់ខ្លួនឯងឬក៏គាត់នឹងយកកាំបិតមកចាក់អ្នកមុន3ថ្ងៃទៀតរូបថតនឹងបែកធ្លាយគាត់នឹងចេញមុខការពីអ្នកជំងឺជាមិនខានល្អយើងចាំមើលទាំងអស់គ្នាគ្មានការអប់រំអំពីហានិភ័យវិទ្យាសាស្ត្ររបស់សុងហ៊ឺទេលោកតាន់យូឆេនមិនទាន់ធ្វើអ្វីផងឬមួយក៏លោកនៃការស្វែងរកនិងការទម្លាយព័ត៌មាននេះត្រូវបានស៊ូជូយូទប់ស្កាត់ទាំងស្រុងហើយការវះកាត់ម្ដាយរបស់អ្នកទទួលបានជោគជ័យណាស់រងចាំឆ្នាំសណ្ដំអស់ឥទ្ធិពលអ្នកអាចចូលមើលបានហើយអរគុណលោកវិជ្ជបណ្ឌិតឈៀវអ្នកមិនបាច់អរគុណខ្ញុំទេអ្នកគួរតែអរគុណលោកតាន់គឺគាត់បានប្រើប្រាស់យន្តហោះឯកជនមកទទួលខ្ញុំត្រឡប់ទៅទីក្រុងយកដើម្បីវះកាត់ម្ដាយរបស់អ្នកតាន់យូឆេនគាត់លោកវិជ្ជបណ្ឌិតលោកជាអ្នកជំនាញវះកាត់មិនដឹងថាអ្នកធ្លាប់ឮទេអំពីព័ត៌មានរបស់មន្ទីរពេទ្យសុងហ៊ឺគេឈ្មោះរបស់សុងហ៊ឺតែងតែល្អណាស់ថ្មីនេះគេល្បីថាកូនប្រុសរបស់នាយកស៊ូគឺស៊ូយ៉ាន់ជីជាគ្រូពេទ្យវះកាត់ដ៏ពូកែអ្នកជំងឺជាច្រើនប្រញាប់ប្រញាល់ទៅរកគាត់តើអ្នកចង់ទៅព្យាបាលនៅសុងហ៊ឺមែនទេគ្រាន់តែសួរលេងទេសូម្បីតែអ្នកក្នុងរង្វង់ក៏ត្រូវគេបិទបាំងដែរជញ្ជាំងរបស់សុងហ៊ឺនេះតើវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅលោកម្ចាស់ទី3មានគេនៅពីក្រោយរបាយការណ៍មរណភាពនៃគ្រោះថ្នាក់វិទ្យាសាស្ត្ររបស់សុងហ៊ឺត្រូវបានហាមសូម្បីតែយើងបង្ហោះមួយពួកគេលុបមួយរូបថតដែលទម្លាយទាំងអស់មិនអាចបង្ហោះបានទេបងប្អូនស្រីទាំងអស់របស់យើងគឺដូចជាថ្មក្នុងសមុទ្រស្ត្រីផ្សេងទៀតនាំមុខក្នុងការគ្រប់គ្រងព័ត៌មានកាន់នីវីបូរបស់តែទម្លាយភ្លាមត្រូវបងប្អូនជីដូនមួយរបស់ពួកគេតាមដានអេបទៀតសញ្ញាអត្តសញ្ញាណត្រូវបានកាត់ផ្ដាច់លោកម្ចាស់ទី3ឧបករណ៍លួចស្ដាប់របស់យើងត្រូវបានគេរកឃើញហើយរឿងរបស់ត្រកូលស៊ូនេះពួកគេចង់បិទមាត់មនុស្សគ្រប់គ្នាលោកម្ចាស់ទី3ឥឡូវត្រូវធ្វើម៉េចខ្ញុំឮថាអ្នករកខ្ញុំគ្មានរឿងអីក៏ខ្ញុំខ្ចីអ្នកមិនបានមែនទេតួឯកស្រីរឿងជាងជីនសានគឺអ្នករៀបចំមែនទេរឿងដំបូងដែលលោកនាយកចូលត្រឡប់មកវិញលើអ៊ីនធឺណិតផ្ទុះពេញហើយគ្រាន់តែជាផលប្រយោជន៍រួមទេសមត្ថភាពសម្ដែងរបស់អ្នកអាចទទួលតួនាទីនេះបានការទម្លាយព័ត៌មានហាក់មិនប្រយ័ត្នមែនទេស្ថាប័នសារព័ត៌មានធំជាច្រើនកំពុងទុកព័ត៌មានខ្ញុំអាចរកឪពុកខ្ញុំជួយបានលោកម្ចាស់ទី3បានផ្ដល់ធនធានច្រើនណាស់ដល់ខ្ញុំចំណែកពួកយើងជាអ្នកជំនាញកាន់កាប់សិទ្ធិនិយាយរបស់បណ្ដាញសារព័ត៌មានធំអ្នកគ្រាន់តែព្រមរៀបការជាមួយខ្ញុំទៅប្រហែលជារឿងឪពុកកូនហើយហ្វុងហ៊ឺគឺជារបស់អ្នកតែម្នាក់គត់អ្នកហួសព្រំដែនហើយបើអ្នកបំពេញគឺគ្មានការសួរនាំទេអញ្ចឹងអ្នកតែងតែប្រាប់ខ្ញុំជាខែការពីមែនទេដើម្បីទប់ទល់នឹងការបង្ខំរៀបការពីគ្រួសារអ្នកមានរឿងអីរកលោកចឹងទៅអ្នកបណ្ដោយឲ្យធនធានរបស់ត្រកូលທາງនៅខេត្តខ្ជះខ្ជាយអ្នកពិតជាគិតថាអ្នកអាចគ្រប់គ្រងឧបទ្វីបស៊ីស៊ឺដោយខ្លួនឯងមែនទេក្រោយមកអ្នកនឹងយល់ប៉ៃយីឆិនអ្នកចាំមើលទៅមិនយូរមិនឆាប់អ្នកនឹងព្រមរៀបការជាមួយខ្ញុំដោយស្ម័គ្រចិត្តអាយ៉ាតាមការបង្គាប់បានទម្លាយរឿងអាស្រូវរបស់អ្នកនឹងທາງនេះទៅឲ្យអ្នកកាសែតនោះហើយអាហេអ្នកលួចថតរឿងអាស្រូវរបស់ក្រុមហ៊ុនសុខាភិបាលសុងហ៊ឺលោកស៊ូជុងលីនិងកូនប្រុសគាត់ចង់ហែកអ្នកជាបំណែកឥឡូវអ្នកចិត្តងារទម្លាយរឿងអាស្រូវស្នេហាប្រភេទនេះបងប្អូនឲ្យអ្នកពិតជាចង់លួចខ្លួនមែនទេសង្គមនីតិរដ្ឋលួចខ្លួនគឺខុសច្បាប់ណាស់មិនមែននិយាយបែបនេះទេបើមានអ្វីលួចគឺមិនខុសហើយត្រកូលທາງនេះនោះគឺកាន់កាប់ស្ថាប័នសារព័ត៌មានធំជាងគេក្នុងប្រទេសបើអ្នកព្រមតាក់ទងជាមួយពួកគេប្រព័ន្ធផ្សព្វផ្សាយទាំងមូលនឹងស្ថិតក្នុងដៃអ្នកដល់ពេលនោះចង់គ្រប់គ្រងទីដើមទេសាធារណៈមិនមែនជារឿងងាយស្រួលទេທາງនេះបានប្រកាន់ជាប់ហើយអ្នកគ្រាន់តែធ្វើតាមគាត់ទៅស្ដាប់ទៅអ្នកហាក់ចង់ធ្វើជំនួយនេះជាងខ្ញុំក៏ចង់លះបង់ដើម្បីបងប្អូនដែរតែທາງនេះមិនមើលមុខខ្ញុំផង
និយាយមែនទែនទៅអ្នកនៅលាក់ខ្លួននៅផ្ទះក្រោយផ្សេងទៀតមែនទេលោកម្ចាស់ទី3កញ្ញាមេងថាអរគុណអ្នកក្រៅពីនេះនាងមានរឿងចង់សួរអ្នកផ្ទាល់មិនជួបទេមិនជួបកញ្ញាមេងទេលោកម្ចាស់ទី3រវល់ណាស់មួយរយៈនេះគាត់ឲ្យខ្ញុំប្រាប់អ្នកថាបំពេញភារកិច្ចឲ្យបានសម្រេចកុំគិតអីផ្ដេសផ្ដាសសំបីតែពាក្យមួយម៉ាត់ក៏ត្រូវឲ្យអាខ្ញុំរត់ការដែរឋានយូឈិនអាចរូបនេះនិយាយពាក្យល្អបន្តិចស្លាប់មែនទេផឹកឲ្យច្រើនទម្លាយឲ្យកុំភ្នាល់ធំពេរូអីនៅមានចិត្តទៅណាត់ជួបស្រីថោកទៀតម៉ាក់អ្នកភ្ញាក់ហើយកញ្ញាអ្នកនឿយហត់ហើយកុំនិយាយអីចឹងម៉ាក់រងចាំអ្នកជាសះស្បើយសិនឆាប់ជួយខ្ញុំក្រោកឡើងជូនខ្ញុំទៅផ្ទះទៅសម្រាប់ពេទ្យច្រើនថ្ងៃហើយឪពុករបស់អ្នកប្រកាសជាចង់ញ៉ាំសម្លដែលខ្ញុំរំញ៉ាហើយម៉ាក់អ្នកស្ទើរតែស្លាប់លើទវះកាត់ហើយគ្រូសាខ្ញុំមិនបានចេញលុយ1រៀលផងឥឡូវអ្នកនៅតែចង់ប្រញាប់ត្រឡប់ទៅធ្វើជាខ្ញុំបម្រើទៀតឯងងាងប់ប្អូនប្រុសរបស់អ្នកនៅតែត្រូវពឹងពាក់គ្រូសាមេងមិនថាយ៉ាងណាទេគ្រូសាមេងនៅតែជាគ្រូសាអភិជនមានទំនាក់ទំនងនេះជើងមកខាងបានឈានចូលក្នុងសង្គមជាន់ខ្ពស់ហើយហេវសង្គមជាន់ខ្ពស់គ្រូសាមេងដែលអ្នកនិយាយតែខ្ញុំនៅតែជាមនុស្សដែលមិនអាចចេញមុខបានពួកគេថែមទាំងយកអ្នកមកគំរាមខ្ញុំទៀតបើមិនមែនអ្នកកាលនោះធ្វើជាស្រីកំណានទេខ្ញុំធ្វើជាស្រីកំណានក៏ដើម្បីអ្នកដែរដើម្បីខ្ញុំម៉ាក់បើអ្នកគ្មានលោភលន់ហេតុអ្វីបានជាធ្វើជាស្រីកំណានយើងពឹងខ្លួនឯងមិនល្អជាងទេខ្ញុំគ្មានកូនស្រីដូចអ្នកទេនេះជាសម្ពាធឈាមឡើងខ្ពស់សូមចេញទៅក្រៅសិនប៉ាអ្នកនៅមានមុខមកទៀតពេលកំពុងរងចាំការអនុម័តសំខាន់ថាមយូឈិនបានបែកធ្លាយរូបភាពទៅប្រព័ន្ធផ្សព្វផ្សាយអ្នកដឹងទេថាឪពុកអ្នកប្រាក់ខ្សែប៉ុន្មានអ្នកទើបអាចទប់ព័ត៌មាននេះបានលោកម្ចាស់យប់នោះនៅលើយ៉កញ្ញាមេងបានខ្លាញ់ខ្លួនជាអ្នកម៉ាសាដូឧបករណ៍លួចស្ដាប់ក្រោយមកគាត់បានប្រើបានការងាររបស់លោកលួចចូលបន្ទប់វះកាត់សំខាន់ហើយថតរូបប៉ាអ្នកមានសន្តិសុខជាប់ខ្លួនមិនក៏គាត់អាចយកបាននោះបានម្យ៉ាងទៀតខ្ញុំជាស្រីម្នាក់នោះមានថាមយូឈិននៅពីក្រោយអ្នកចាំបាច់ត្រូវរងចាំអ្នកកាសែតចុះផ្សាយរឿងគ្រោះថ្នាក់ពេទ្យនេះជាព័ត៌មានធំទើបអ្នកព្រមទទួលស្គាល់មែនថាខ្លួនឯងត្រូវស្រីម្នាក់បោកប្រាស់យ៉ាងងាយថាមយូឈិនដែលទើបលេចមុខគាត់មកសងសឹកអ្នកថាមយូឈិនពេលនេះតើអ្នកណានៅខាងអ្នករឿងនេះមិនធ្ងន់ធ្ងរដូចខ្ញុំគិតទេមនុស្សហងងថាមយូឈិនចំណាយធនធានច្រើនលើខាងនាងព្រោះថាមយ៉ាកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយគាត់កំពុងប្រើតកោថាមដើម្បីដាក់សម្ពាធលើយើងពេលតកោថាមចេញមុខរឿងអាស្រូវរបស់គាត់នឹងបែកធ្លាយគ្មានអ្នកណាអាចទប់បានទេយើងមិនអាចអង្គុយរងចាំស្លាប់បានទៀតទេអ្នកទូរស័ព្ទទៅស្រីឈ្មោះមេងនោះភ្លាមមានតែគាត់ទេដែលអាចទប់ថាមយូឈិនបានអ្នកណាត់គាត់ចេញមកឥឡូវនេះប៉ាស្រីដែលបង្កបញ្ហានោះជាក់ស្ដែងត្រូវបានថាមយូឈិនគំរាមស៊ូយ៉ានជីអ្នកឈួតហើយមែនទេគាត់ជាក់ស្ដែងជាកូនអុករបស់ថាមយូឈិនបើមិនអីចឹងមិនក៏ខ្ញុំចាញ់ពីរដងឥឡូវនេះណាត់គាត់ចេញមកភ្លាមស្រីម្នាក់នេះត្រូវតែបិទមាត់ជារៀងរហូតបើមិនអីចឹងបើគាត់និយាយបែកធ្លាយយើងនឹងទទួលខុសត្រូវយើងទាំងអស់គ្នានឹងចប់ហើយ
បងស៊ូខ្ញុំមកដល់មុខមន្ទីរពេទ្យហើយមិនក៏មិនឃើញអ្នកស្រីស្អាតនៅចាំខ្ញុំទេស៊ូជុងលីយើងមាននិស័យមិនធម្មតាទេខ្ញុំជូនអ្នកទៅយ៉ាងម៉េចដែរមិនបាច់ទេខ្ញុំឲ្យឡានហើយអញ្ចឹងមែនទេបើអញ្ចឹងខ្ញុំនឹងជូនអ្នកទៅអ្នកបានបែកធ្លាយរឿងខ្ញុំច្រើនណាស់ខ្ញុំមកអរគុណអ្នកជំនួសថាមយូឈិនបាត់ចាស់សូអរគុណហើយបងប្រុសស៊ឺខ្ញុំសុំទោសធ្វើអីហ្នឹងនៅចូលស្ងៀមធ្វើអីទៀតរៀបចំដាក់ឡានទៅអ្នកធ្វើអីហ្នឹងចាប់ជំរិតខុសច្បាប់ណាខ្ញុំបានប្រាប់មិត្តភក្តិខ្ញុំឲ្យមុនចេញមក1 ម៉ោងទៀតខ្ញុំដល់ផ្ទះហើយអ្នកគួរតែលេងខ្ញុំទៅហាអញគិតថាអញខ្លាចឯងមែនឈួតអញនៅដឹងថាខុសច្បាប់ទៀតវីដេអូខ្លុំមើលមិនមែនអញជាអ្នកបដូរទេឥឡូវនេះមន្ទីរពេទ្យទូទៅគ្រាន់តែដោយសាររូបថតចាស់ប៉ុន្មានសន្លឹករបស់ឯង$100 លានក៏បាត់បង់ដោយសារឯងដែរអញប្រាប់អញមកកែននេះត្រូវគិតយ៉ាងម៉េចខ្ញុំមិនដឹងថាអ្នកកំពុងនិយាយពីអីទេនៅធ្វើពុតអីទៀតសម្រាប់អញសិនរួចទៅរកឋានយូឈិនទីមើលមិនបានឯងមានវាសនាបែបនេះថ្ងៃនេះព្រោះឯងតាមមនុស្សអត់ប្រយោជន៍ម្នាក់មនុស្សអត់ប្រយោជន៍ដែលសម្រាប់ម្ដាយនឹងតែហើយនៅតែមិនអាចខឹងបានដឹងអត់ថាហេតុអីព្រោះបើខឹងខ្លាំងពេកគាត់នឹងមើលមិនឃើញមិនដែលឃើញទេមែនទេព្រោះគាត់មិនហ៊ានធ្វើជាមនុស្សមិនអាចមានអារម្មណ៍ទាំង7និងចំណងទាំង5ព្រោះនៅមានន័យអីទៀតខ្ញុំប្រាប់ហើយថាខ្ញុំមិនដឹងអ្នកនិយាយពីអីទេរឿងអយុធធម៌មានដើមចំបំណុលមានម្ចាស់អ្នកគួរតែទៅរកគាត់ហាមិនបានឯងល្ងងម្លេះគេលក់ឯងហើយឯងនៅជួយរាប់លុយគេទៀតឯងធ្លាប់គិតទេឋានយូឈិនគឺចិត្តនីទំលីព័ត៌មានឲ្យឯងគឺរងចាំឯងមកសងសឹកឯងគាត់ជាមនុស្សបែបនេះតែងតែសម្លាប់មនុស្សដោយមិនប្រឡាក់ដៃស្អីគេឯងដឹងអត់មិនបានឯងរកឯងឃើញលឿនម្លេះអ្នកបានតាក់ទងឋានយូឈិនហើយគាត់បានឆ្លើយតបអ្នកទេមានលទ្ធភាពបែបនេះទេគាត់កំពុងឆ្លៀតឱកាសកញ្ញាមេងលោកម្ចាស់ទី3រវល់ណាស់ថ្មីនេះគាត់ឲ្យខ្ញុំប្រាប់អ្នកបង្វែរចិត្តដើម្បីបំពេញភារកិច្ចឥឡូវគាត់កំពុងតាក់ទងតារាភាពយន្តខាងនាងត្រកូលខាងជួយគាត់គ្រប់គ្រងមតិសាធារណៈគាត់លែងត្រូវការអ្នកទៀតហើយតែយ៉ាងណាអ្នកក៏ដឹងអាចកំបាំងរបស់គាត់ខ្ចីដៃខ្ញុំកំចាត់អ្នកដើម្បីកុំឲ្យមានបញ្ហាក្រោយហើយឆ្លៀតឱកាសជួយខ្ញុំបន្ធូរអារម្មណ៍ផងនេះមិនមែនជាផែនការដែលចំណេញទាំងសងខាងទេមិនអាចទេបើការបរាជ័យអ្នកនឹងរុញខ្ញុំចេញទេមេងស៊ីវយីខ្ញុំអាក្រក់ណាស់ក្នុងភ្នែកអ្នកឬអ្នកនេះខួរក្បាលតូចណាស់អ្នកទីមើលថាខ្ញុំគិតអីតាមពិតគាត់បានខ្លាចជាមនុស្សចម្លែកតាំងពីយូរហើយគឺខ្ញុំខ្លួនឯងទេដែលនឹកឃើញដោយឯកឯងអ្នកនេះចិត្តនីចូលចិត្តທາງយន្តបង្កើតរឿងអាស្រូវគឺកំពុងរងចាំខ្ញុំជាប់អន្ទាក់គាត់បានគិតទុកជាមុនថាខ្ញុំនឹងត្រឡប់មកចាប់អ្នកល្អណាស់ខ្ចីដែលគេសម្លាប់មនុស្សឲ្យគាត់កំពុងប្រើជីវិតរបស់អ្នកដើម្បីធ្វើបាបខ្ញុំទ្វារឡានមិនបានចាក់សោពីខាងក្នុងទេឬស្លាប់ក្នុងឡានរកឱកាសលោតចេញពីឡាន
ថ្ងៃនេះនៅហាងចឹងឡុងមានករណីហេតុការណ៍នៅមូលដ្ឋានប៉ូលីសសង្ស័យគឺអតីតនាយកមន្ទីរពេទ្យចម្រុះលោកស៊ូតាមការស៊ើបក្នុងអំឡុងពេលគ្រប់គ្រងមន្ទីរពេទ្យគាត់បានលាក់បណ្ដាលឲ្យអ្នកជំងឺរងពេលជាមួយគ្នានេះក៏ប៉ះពាល់ដល់ការដំណើរការអនុម័តអស់អ្នកលេងអ៊ីនធឺណិតកំពុងជែកវែកញែកយ៉ាងក្តៅតែអ្នកជំងឺបែរជាខ្លាចជាជនរងគ្រោះករណីនេះគួរតែត្រូវបានស៊ើបអង្កេតឲ្យស៊ីជម្រៅរហូតដល់ដាក់ទោសតាមច្បាប់គ្មានអ្វីចង់សួរខ្ញុំទេមានការជួញដូរចប់ហើយឲ្យលុយមកលុយ2លានដែលលោកម្ចាស់ទី3និយាយនោះគឺការជួញដូរថ្ងៃនេះមែនទេអ្នកទីត្រូវហើយបើខ្ញុំគ្មានសមត្ថភាពប្រតិកម្មប៉ុណ្ណឹងទេខ្ញុំគិតថាលោកម្ចាស់ទី3នឹងមិនរកខ្ញុំសហការទេយកខ្ញុំធ្វើជានុយដើម្បីទម្លាក់លោកស៊ូជុងលីនិងលាតត្រដាងរឿងអាស្រូវរបស់មន្ទីរពេទ្យចម្រុះវាជារបស់អ្នកខឹងហើយខ្ញុំមិននឹងខឹងលុយប៉ាអ្នកឧបត្ថម្ភទៅខ្ញុំទៅមុនហើយលុយអ្នកឲ្យកាលីហ្វ័រញ៉ាផ្ទេឲ្យខ្ញុំនៅក្នុងឡានរបស់លោកស៊ូជុងលីខ្ញុំឲ្យគេបុកកាមេរ៉ាហើយរាល់សកម្មភាពរបស់គាត់គឺច្បាស់ណាស់បើគាត់ហ៊ានបាញ់អ្នកនឹងមានខ្មាន់កាំភ្លើងស្ទាក់ចាប់គាត់មុនខ្ញុំមិនប្រាប់អ្នកទេព្រោះលោកស៊ូជុងលីជាមនុស្សអាត់កំបាំងទោះសម្ដែងល្អយ៉ាងណាក៏មិនអាចគេចផុតពីភ្នែកគាត់ដែរហើយឱកាសមានតែម្ដងគត់បើការចាប់ចម្រិតលើកនេះឱកាសខ្ញុំរស់គឺ50ជាមួយលោកតាន់យូឆេនគឺម្នាក់ពាក់កណ្ដាលបើមានតែមួយគាត់ក៏នៅតែមានទំនុកចិត្តក្នុងមួយនោះដែរព្រោះមិនខ្វល់ទេលោកម្ចាស់ទី3អ្នកធ្វើមុនរីការក្រោយមិនគិតថាគួរតែសងអ្វីខ្លះទេចង់បានអ្វីប្រាប់មកខ្ញុំចង់បានខ្ញុំចង់បានថែមលុយ1លានសម្រាប់លោកម្ចាស់ទី3គួរតែងាយស្រួលទេចង់បានតែប៉ុណ្ណឹងបានរត់បាននៅចាំថាធ្លាប់វាខ្ញុំទេអ្នកដូចជាមុននេះខ្ញុំស្មានតែអ្នកចង់បានខ្ញុំទៅទៀតមនុស្សជាច្រើនចង់បានលោកម្ចាស់ទី3ណាស់មិនខ្វះខ្ញុំម្នាក់នេះទេអ្នកដឹងយ៉ាងម៉េចប្រហែលជាខ្ញុំអាចខ្វះតែអ្នកម្នាក់នេះគាត់ប្រកាសជាប្រើភ្នែកគូនេះលួងលោមស្រីជាច្រើនហើយតាំងនាងដឹងថាអ្នកកំពុងលួងលោមអ្នកផ្សេងលោកម្ចាស់ទី3ជាន់ទូពីមិនមែនជាគុណសម្បត្តិល្អទេតារាភាពយន្តតាំងនាងពេលនេះលេចមុខនៅក្រោមផ្ទះលោកតាន់យូឆេនមេងជូពីជាអ្នកកាសែតប៉ាប៉ារ៉ាស៊ីមីសក្នុងពាក្យចាំអារ៉ាមមានចំណាប់អារម្មណ៍ធ្វើកិច្ចព្រមព្រៀងជាមួយខ្ញុំទេកញ្ញាថាងចង់បានអ្វីខ្ញុំចង់ឲ្យអ្នកបញ្ជូនឋានយូឆិនមកលើក្រែខ្ញុំខាងនាងឈួតហើយមែនទេមិនភ្ញាក់ផ្អើលហើយឬមួយអ្នកចូលចិត្តគាត់កញ្ញាខាងលេងសាច់ហើយខ្ញុំពិតជាមិនចូលចិត្តឋានយូឆិនទេល្អហើយជួយខ្ញុំម្ដងនេះទៅខ្ញុំនឹងឲ្យលោកនិពន្ធជូចាស់នោះចូលនិវត្តន៍មុនកំណត់អ្នកនឹងមកគ្រប់គ្រង Yisin Entertainment ទៅនេះវិស័យកំសាន្តគឺអ្នកជាអ្នកសម្រេចឱកាសតែងតែបាត់បង់យ៉ាងលឿនអ្នកមិនអាចរស់នៅដើម្បីតែមនុស្សម្នាក់អស់មួយជីវិតទេយ៉ាងណាក៏ដោយគាត់មិនដែលខ្វល់ពីជីវិតខ្ញុំនេះទេឋានយូឆិនគឺអ្នកបង្រៀនខ្ញុំ
មនុស្សមិនគិតពីខ្លួនឯងមេឃនឹងដីនឹងដាក់ទោសល្អខ្ញុំយល់ព្រមតាមអ្នកឈិនជាវខែក្រោយជាពិធីខួបកំណើតលោកតាខ្ញុំចង់ក្លាយជាកូនប្រសារស្រីរបស់ត្រកូលឋាននៅក្នុងពិធីជប់លៀងនោះមនុស្សគ្រប់គ្នានឹងធ្វើជាសាក្សីឲ្យយើងកញ្ញាທາງប្រហែលជាអ្នកមើលស្រាវគាត់ហើយមានន័យយ៉ាងម៉េចអ្នកត្រូវតែបោះគ្រាប់បែកផ្សែង2គ្រាប់សិនគ្រាប់បែកផ្សែងប្រព័ន្ធសុខាភិបាលបានដួលរលំទៅហើយខ្លាចដល់ថ្នាក់រត់រាប់ពាន់យប់ក៏មិនហ៊ានលាតត្រដាងដែរការប្រឈមមុខនេះទីបំផុតយើងឈ្នះហើយមកលើកែវអីចឹងមិនចូលចិត្តស្រាក្រហមឆ្នាំនេះទេខ្ញុំមិនចូលចិត្តផឹកស្រាដែលមានលីថ្នាំទេស្រានេះផឹកមិនបានទេທາງយីងនេះហើយមកនេះបើអ្នកមិនមកខ្ញុំនឹងប្តឹងប៉ូលីសហើយខ្លួនឯងរៀបឲ្យខ្ញុំនិយាយល្អបើអ្នកមិននិយាយខ្ញុំនឹងនិយាយជំនួសអ្នកខ្ញុំទើបតែចេញពីបន្ទប់ខ្ញុំចៃដន្យឲ្យបានឬពួកគេនិយាយគ្នាពួកគេថាបានសូប៉ាន់អ្នករៀបចំពិធីជប់លៀងឲ្យប្រថុយប្រឋានខ្ញុំសង្ស័យថាគាត់បានលាអ្វីមួយក្នុងស្រារបស់យូឈិនអូយឥឡូវលេងត្រង់បែបនេះហើយយូឈិនខ្ញុំឲ្យអ្នកបម្រើដកទាំងអស់ហើយដាក់ថ្មីវិញអ្នកគិតថាគាត់រកឃើញអ្វីហើយមែនទេចុះបើគាត់មិនផឹកស្រានោះខ្ញុំធ្វើហាក់ដូចជាច្បាស់ពេកហើយមែនទេលាតត្រដាងខ្លួនឯងហើយទោះភ្នែកល្អយ៉ាងណាក៏លាក់មិនចិត្តដែរនៅមុខមនុស្សដែលខ្លួនស្រឡាញ់មកខាងនាងកុំដោះវ៉ែនតាវាជាផ្សែងបិទបាំងទី2ថាមយូឈិនគាត់ប្រកាសជាមិនប៉ះស្រាទៀតទេតែតាមពិតថ្នាំមិនដែលនៅក្នុងស្រាទេតែដាក់លើតាំងពីដំបូងនៅក្នុងទឹកកកដែលគ្មានអ្នកចាប់អារម្មណ៍នោះចុះបើគាត់មិនផឹកស្រារបស់យើងយូឈិនអ្នកកាត់អីអ្នកមិនស្រួលខ្លួនមែនទេខ្ញុំជូនអ្នកទៅសម្រាប់អ្នកល្អណាស់អ្នកគ្រប់គ្នាកំពុងរវល់មានតែអ្នកទេដែលលួចខ្ជិលនៅទីនេះហើយនៅក្នុងបន្ទប់ល្អបែបនេះបើអូសរបស់ក្នុងនេះអ្នកអាចទទួលខុសត្រូវបានទេសុំទោសខ្ញុំខុសហើយខ្ញុំនឹងត្រឡប់ទៅធ្វើការវិញភ្លាមអាយ៉ាបន្ទប់នេះមិនក៏អីចឹងបន្ទប់គាត់មិនក៏នៅទីនេះខ្លាចអីខ្ញុំកំពុងសួរអ្នកឬមួយក៏ខ្ញុំខ្លងហើយកន្លងផុតយូរហើយគាត់នៅតែមានស្មារតីតែក្នុងស្ថានភាពនេះមិនគួរមានការឆ្លើយតបទេឆ្ងាយម្លេះមនុស្សទៅណាហើយម៉ូដែនបាត់ហើយគាត់មិនចុះមកសោះមេងឈីវយីអ្នកមកលុកលុយអ្នកសង្គ្រោះបន្ទាន់របស់ខ្ញុំស្រីរបស់គាត់នៅទីនេះមនុស្សណៃណាគាត់ណៃណានៅបន្ទប់ក្បែរមិនមែនឲ្យអ្នកតាមដានតូរីតាំងពីដើមដល់ចប់ទេមិនក៏តាមមនុស្សញៀនថ្នាំម្នាក់មិនជាប់កញ្ញាថាង
ឱកាសដល់មាត់ហើយអ្នកនៅតែធ្វើមិនបានខ្ញុំនោះចាំបន្តិចសោរបស់គាត់ត្រូវបានគេរើបានមែនអ្នកមែនទេខ្ញុំត្រូវបានមេការចាត់ឲ្យមកទីនេះពេលមកធ្វើការត្រួតពិនិត្យឃើញអ្នកបម្រើម្នាក់រត់ចេញមកទាំងយំមេងជីងយីខ្ញុំហៅអ្នកមកនេះដើម្បីជួយខ្ញុំអ្នកទៅផុសក្នុង WeChat Moments ទៅសូមអ្នកយល់ឲ្យច្បាស់ផងរឿងអ្វីក៏ខ្ញុំជាអ្នកធ្វើឲ្យអ្នកដែរតាំងពីដើមដល់ចប់អ្នកក្រៅពីទម្លាក់កំហុសតើបានធ្វើអ្វីខ្លះបើមិនមែនអ្នកបំបែកពួកគេទេរឿងនឹងមិនคล้ายជាបែបនេះទេចុះអ្នកថាត្រូវធ្វើម៉េចខ្ញុំប្រាប់អ្នកបើរឿងមិនបានដូចចិត្តខ្ញុំទេអ្នកក៏កុំគិតថាបានសុខដែរតោះហៅអីតើអ្នកចង់មាន one night stand ជាមួយ Tan Yuchen មែនទេឬចង់រៀបការចូលផ្ទះគាត់អេតប្រយោជន៍ប្រកាសជាចង់ហើយចាំទុកយប់នេះគ្មានមេងជីងយីទេគឺមានតែ Tan Yuchen ដោយចៃដន្យបាទកិត្តិយសនិងសិលធម៌ដែលគេបង្រៀនអ្នកសុទ្ធតែបោះចោលអស់ហើយបើអ្នកពិតជាស្រឡាញ់កញ្ញាថាងមែនអ្នកគួរតែគោរពគាត់ថែរក្សាគាត់កំណត់ថ្ងៃរៀបចំពិធីភ្ជាប់ពីឲ្យបានត្រឹមត្រូវមិនមែនមកប្រព្រឹត្តចំពោះក្មេងស្រីបែបនេះដោយមិនប្រុងប្រយ័ត្នទេលោកយាយកុំបន្ទោសយូឈិនអីគាត់គ្រាន់តែស្រវឹងទេមិនមែនចិត្តណាទេសុំទោសអាប៉ាវគឺយូឈិនខុសហើយទោះបីជារឿងនេះមិនអាចបន្ទោសយូឈិនទាំងស្រុងក៏ដោយតែកូននាងយើងថ្នាក់ក្នុងគាត់តាំងពីតូចមកប៉ុន្មានឆ្នាំនេះពាក្យចាំអារ៉ាមរបស់ក្មេងទាំងពីរនាក់ក៏លេចជាច្រើនដែរចិត្តរបស់កូននាងគឺមានតែយូឈិនម្នាក់គត់ប៉ុន្មានឆ្នាំនេះអ្នករាល់គ្នាបានឃើញហើយលោកយាយគ្រូសាខាងរបស់យើងក៏ជាគ្រូសាអភិជនយូរឆ្នាំដែរខ្ញុំមិនដែលបង្ខំរឿងគូស្រករផ្ទាល់ខ្លួនទេតែរឿងថ្ងៃនេះអ្នកត្រូវតែពន្យល់ឲ្យច្បាស់អ្នកត្រូវតែអាណិតគាត់ថាព្រមហើយរឿងនេះគឺខ្ញុំធ្វើមិនបានល្អទេឈប់យំទៅបើអ្នកយំទៀតខ្ញុំនឹងឈឺចាប់ណាស់គាត់រស់នៅបានល្អយើងភ្ជាប់ពាក្យលោកម្ចាស់ទី3យប់នោះពិធីជប់លៀងឯកជនរបស់គ្រូសាខាងអ្នកដែលមកស៊ើបអង្កេតសុទ្ធតែជាអ្នកមានអំណាចកាមេរ៉ាសុវត្ថិភាពមិនបានបើកទេចុះអ្នកមានគម្រោងដោះស្រាយយ៉ាងណាប្រពន្ធអ្នកបានឲ្យខ្ញុំស៊ើបអង្កេតកញ្ញាមានពាក្យចាំអារ៉ាមថាគាត់នឹងជំនួសតំណែងរបស់ចកចកបៀនខ្លាចជាពិធីការនីថ្មីរបស់លេខ1 Entertainment រងចាំគាត់ត្រឡប់មកវិញតែគាត់អាចជួបបានភ្លាមគាត់ប្រហែលជាបានរកឃើញអ្វីមួយហើយមើលទៅបងប្អូនជីដូនមួយមានការអ្វីជាមួយខ្ញុំហេតុអ្វីអ្នកអង្គុយឆ្ងាយម្ល៉េះបានធ្វើរឿងខុសមែនទេខ្លាចខ្ញុំស៊ីអ្នកមែនទេមិនបានជួបប៉ុន្មានថ្ងៃសោះកញ្ញាមេងខ្លាចជាលោកស្រីនិពន្ធមេងហើយបងប្អូនជីដូនមួយមិនសូវទាំងអស់នេះគឺដោយសារលោកស្រីនិពន្ធចក់អីចឹងមែនទេមិនខ្ញុំហៅថាលោកស្រីនិពន្ធចក់ជាមនុស្សកំណាញ់ហើយចង់គំនុំមិនដែលជួយលើកស្ទួយអ្នកដទៃទេអរគុណដល់កិច្ចព្រមព្រៀងរបស់បងប្អូនជីដូនមួយដែលបានលាតត្រដាងរឿងអាស្រូវរបស់មន្ទីរពេទ្យចម្រុះទើបខ្ញុំមានឱកាសឡើងតំណែងត្រូវហើយសូមអបអរសាទរបងប្អូនជីដូនមួយនិងកញ្ញាតាំងដែលបានភ្ជាប់ពាក្យខ្ញុំភ្ជាប់ពាក្យក៏សប្បាយចិត្តណាស់ដែរខ្ញុំរីករាយជំនួសបងប្អូនជីដូនមួយចុះអ្នកមើលខ្ញុំសប្បាយចិត្តប៉ុណ្ណាអ្នកមើលទៅរំភើបណាស់មែនទេអញ្ចឹងបើអ្នកទៅជំនួសកូនកំឡោះវិញល្អទេបរិះគ្រប់រូបតែងតែយកចិត្តទុកដាក់បងប្អូនជីដូនមួយនិយាយលេងហើយតាមពិតថ្ងៃនេះខ្ញុំមកជួបបងប្អូនជីដូនមួយមានរឿងផ្សេងទៀតអ្នកធ្លាប់និយាយថាខ្ញុំមានសិទ្ធិបញ្ចប់នៅពេលណាក៏បានចង់បញ្ចប់កិច្ចព្រមព្រៀងមែនទេរកលុយបានគ្រប់គ្រាន់ហើយខ្ញុំមិនលោភលន់ទេគ្រប់គ្រាន់សម្រាប់ចាយវីបានហើយអញ្ចឹងមែនទេតាមពិតថ្ងៃនេះខ្ញុំហៅអ្នកមកគឺចង់និយាយជាមួយអ្នកអំពីកិច្ចការដែលមានតម្លៃជាង$30 លានបើអញ្ចឹងមែនខ្ញុំនឹងរកអ្នកផ្សេងប៉ុន្មាន$30 លានមានចំណាប់អារម្មណ៍ទេ
30 លានដុល្លារមានលេខ0ឲ្យប៉ុន្មានខ្ទង់ទៅច្រើនណាស់បើត្រូវរកអ្នកសហការហើយកុំឲ្យចំណេញធ្លាក់ទៅអ្នកក្រៅបើពួកយើងសហការគ្នាបានច្រើនដងហើយក៏ចាត់ទុកថាស្គាល់គ្នាដែរជាងរំខានទៅរកមនុស្សចម្លែកគួរតែរកអ្នកដែលស្គាល់ច្បាស់អ្នកបានផ្ទេរលុយឲ្យខ្ញុំហើយចង់បរិច្ចាគលុយទៅឈៀនថាងមែនចង់ខ្ចីលុយឲ្យរត់គេខ្លួនទាំងអស់គ្នាគឺ30លានលុយប៉ុណ្ណឹងគ្រប់គ្រាន់នាំម៉ាក់រត់គេខ្លួនហើយចំនួនទឹកប្រាក់ជួញដូរធំបែបនេះអ្នកមិនមែនចង់សម្លាប់ខ្ញុំទាំងមូលជាមួយគ្រូសាមែនទេគ្រូសាអ្នកថ្លៃប៉ុណ្ណឹងមែនចឹងអ្នកចង់ឲ្យខ្ញុំធ្វើអីខ្ញុំត្រូវមើលកិច្ចការសិនមុននឹងសម្រេចចិត្តទទួលឬអត់និយាយរឿងកំ pl ែងឲ្យខ្ញុំស្ដាប់បន្តិចខ្ញុំដោយសារតែពាក្យប៉ុន្មានម៉ាត់របស់អ្នកមុននេះអារម្មណ៍ខ្ញុំអត់ល្អសោះឥឡូវខ្ញុំត្រូវការសប្បាយចិត្តខ្ញុំដកខ្លួន110,000បើខ្ញុំមិនចេះតើអ្នកណាទៀតចេះអ្នកដឹងទេពេលជួបការលំបាកគួរតែរកមនុស្សម្នាក់ជួយឬរកគូស្នេហ៍ជួយគឺរកមនុស្សម្នាក់ជួយព្រោះស្នេហ៍មិនអាចជួយបានអ្នកដឹងទេការបិទកំប៉ុងមិនប្រព្រឹត្តបទឧក្រិដ្ឋអ្វីអ្នកធ្វើឲ្យខ្ញុំស្រវឹងអ្នកអាចប្រើខួរក្បាលបន្តិចបានទេបន្តទៅមានអ្នកជំនួញអ្នកមានម្នាក់កំពុងដើរលេងជាមួយឆ្កែគិតក៏រត់ចេញមកសម្លាប់ឆ្កែគាត់អ្នកជំនួញអ្នកមានសួរថាហេតុអ្វីគិតក៏និយាយថាមានគេចាប់ខ្ញុំមកយកជីវិតឆ្កែអ្នកញឹមហើយ10,000ខ្ញុំមានច្បាស់ជាមានហើយឆ្លៀតថតរូបចង់បង្កបញ្ហាតែងតែប្រើទឹកអប់នេះចៃដន្យអីលើកមុនខ្ញុំនៅពិធីជប់លៀងគ្រូសាថាងក៏ធ្លាប់បានធំក្លិននេះដែរមិនមែនទឹកអប់ទេគឺសាប៊ូកក់សក់ទិញពីផ្សារទំនើបបើលោកម្ចាស់ទីប៊ីយ៉ូថាវាមានក្លិនល្អអាចទិញឲ្យកញ្ញាថាងបានខ្ញុំរសៀលនេះមានការងារត្រូវទៅមុនហើយបរិះម្នាក់នេះឆ្លាតពេកហើយទោះព្យាយាមយ៉ាងណាក៏នៅតែជាការក្បត់កញ្ញាមេងពិធីភ្ជាប់ពាក្យលោកម្ចាស់ទី3នៅថ្ងៃពុធសប្តាហ៍ក្រោយនឹងប្រារព្ធធ្វើនៅសន្តាគារ Peninsula Garden គាត់សូមអញ្ជើញអ្នកចូលរួមមិននឹកស្មានថាឆាប់ដល់ពិធីភ្ជាប់ពាក្យបែបនេះសោះកញ្ញាមេងខ្ញុំមិនស្គាល់លោកម្ចាស់ទី3ផងគាត់មិនច្បាស់ថាត្រូវត្រកូលខាងប្រើប្រាស់ទេមានលទ្ធភាពទេបងប្អូនជីដូនមួយក៏ចូលចិត្តកញ្ញាខាងបន្តិចដែរកាំងចៅអ្នកទៅធ្វើការចុះខ្ញុំដើរលេងបន្តិចអ្នកឃើញខ្ញុំហើយលាក់ធ្វើអីមនុស្សនេះមានភ្នែកនៅខាងក្រោយបងប្អូនជីដូនមួយហេតុអ្វីអ្នកនៅទីនេះម្នាក់ឯងចេញមកស្រូបខ្យល់អាកាសចុះអ្នកវិញរងចាំឱកាសតាមដានខ្ញុំឬចង់ប្រាប់ខ្ញុំអ្វីអ្នកមានប្រពន្ធហើយខ្ញុំចង់បានអ្វីទៀតមិនប្រកាសទេចុះបើអ្នកគ្រាន់តែចូលចិត្តខ្ញុំ
បដូរទឹកអប់សក់ហើយរងចាំបន្តិចទៀតខ្ញុំនឹងឲ្យអ្នកមើលរឿងល្អរីករាយណាស់ដែលអស់លោកស្រីបានអញ្ជើញមកដើម្បីធ្វើជាសាក្សីពិធីភ្ជាប់ពាក្យកូនស្រីខ្ញុំនិងយូឈិននៅក្មេងតែមានសមត្ថភាពកូនស្រីខ្ញុំឆ្លាតវៃនិងចិត្តល្អគូព្រេងពីកំណើតសង្ឃឹមថាអស់លោកស្រី1 2សែនពិតជាល្អណាស់ចាងជឺសានឥឡូវនេះយើងមានភស្តុតាងគ្រប់គ្រាន់សង្ស័យថាអ្នកលួចការសម្ងាត់រដ្ឋសូមសហការជាមួយការស៊ើបអង្កេតនាំគេទៅលេងខ្ញុំទេយូឈិនខ្ញុំអង្វរអ្នកជួយខ្ញុំផងជួយគាត់ផងយូឈិនខ្ញុំដឹងថាអ្នកប្រកាសជាមានវិធីត្រូវទេអ្នកប្រកាសជាមានវិធីអ្នកជួយអង្វរពួកឲ្យជួយផងបានទេជួយគាត់ផងពិតជាអធិពលមន្ត្រីលែងមានហើយតើអ្នកធ្លាប់សុំមិត្តភក្តិជួយកាលណាប្តឹងដោយប្រើឈ្មោះពិតប្តីប្រពន្ធកាត់ការញាតិបញ្ជូនឪពុកខ្លួនឯងចូលគឺអ្នកឲ្យខ្ញុំផ្ទះវីឡាឲ្យខ្ញុំទូកកំសាន្តហើយដាក់របស់បែបនេះក្នុងឯកសារផ្ទេរហើយអ្វីអ្នកធ្វើបែបនេះដាក់ខ្ញុំអ្នកឲ្យថ្នាំអ្វីក៏បានដែរពិតជាមិននឹកស្មានថាខ្លួនឯងទន់ខ្សោយបែបនេះសោះនៅតែគិតថាបើខ្ញុំបានព្រមរៀបការជាមួយអ្នកហើយស្រឡាញ់អ្នកដល់ថ្នាក់ដល់ខ្លួនមិនរួចខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអ្វីទេបើអីចឹងនិយាយរឿងដែលអ្នកគួរដឹងទៅពេលមានរឿងបែបនេះកើតឡើងឪពុកអ្នកនឹងសង្ស័យមុនគេទេថាជាអ្នកអប់លាក់យូរមកហើយក្នុងប្រទេសតាមបណ្ដាសង្គមធំជាអ្នកអុកញ៉ាពីការរបស់ត្រកូលតាំងរបស់អ្នកមែនទេអត់ទេមិនមែនបែបនេះទេយូសឹងខ្ញុំខុសហើយខ្ញុំពិតជាដឹងថាខ្ញុំខុសហើយយូសឹងអ្នកមើលទៅលើរឿងយប់នោះផងអ្នកអត់ទោសឲ្យທາງជាវបានទេក៏ចូលទូជ្រៅពេកទៅជាប់ខ្លួនពាក្យសម្ងាត់អ្នកជាអ្នកដឹងទេខ្ញុំចិត្តអស់ការអត់ធ្មត់ហើយមួយរយៈនេះខ្ញុំចូលចិត្តដើរលេងណាស់ខ្ញុំមកយឺតហើយដើរលេងអ្នកណាជាអ្នកនៅពីក្រោយជួយអ្នកខ្ញុំមានទម្លាប់ល្អមួយមិនទុកបញ្ហាអ្វីនៅពីក្រោយឡើយប្រៀបធៀបនឹងត្រកូលតាំងរបស់អ្នកដែលផ្លាស់ប្ដូរដូចរដូវកាលខ្ញុំចូលចិត្តកម្ចាត់ឲ្យអស់ជាងខ្ញុំថាសម្ព័ន្ធ1900លានកញ្ញាម៉េងលោកម្ចាស់ទី3មានការរកអ្នកសូមរំខានអ្នកត្រឡប់ទៅជាមួយពួកយើងផងពាក់កណ្ដាលយប់ហើយហេតុអ្វីគិតចង់ទៅអាហ្វ្រិកស្រាប់តែនឹកឃើញថាខ្ញុំមិនទាន់បានទៅអាហ្វ្រិកក៏សម្រេចចិត្តភ្លាមចង់ទៅមើលពិតមែនទេខ្ញុំស្មានថាអ្នកនឹងដួលរលំទៅហើយមិនក៏អីចឹងខ្ញុំមានទោសអ្វីក៏ហត់នឿយដែរទៅមកខ្ញុំបានរៀបចំភេសជ្ជៈឲ្យអ្នកហើយទឹកមួយកែវស្រាក្រហមមួយកែវទៅយប់នោះអីចឹងសៀវអ៊ីងខ្ញុំមិនស្រេកទឹកទេអីចឹងខ្ញុំនឹងរកមនុស្សពីត្រកូលមេងមកជំនួសអ្នកពេលក្រោយលេងធ្វើជាស្លាប់រស់យ៉ាងនេះធ្វើអីមិនថាអ្នកមានវិធីឬអត់ទេខ្ញុំនឹងជួយអ្នកដោះស្រាយរឿងក្រោយខ្ញុំនឹងបន្សល់ទុកពន្លឺចុងក្រោយដូចអ្នកដែរខ្ញុំបានផឹកហើយបន្ទាប់មកទៀតជាអ្វីកាត់ដៃកាត់ជើងមែនទេខ្ញុំមិនទាន់បានធ្វើអ្វីអ្នកផងអ្នកគិតចង់រកផ្លូវចេញហើយមែនទេមានខុសគ្នាអីគ្រាន់តែបញ្ហាឆាប់ឬយឺតប៉ុណ្ណោះអ្នកបានធ្វើកិច្ចព្រមព្រៀងជាមួយគាត់តាំងពីពេលណាគឺថ្ងៃដែលអ្នកលួចខ្ញុំឲ្យទៅស៊ូចុងលីដើម្បីធ្វើជំនួញអ្នកដឹងពីគោលបំណងរបស់គាត់អ្នកក៏បានយល់ព្រមដែរ
អ្នកធ្លាប់ស្ទាក់ស្ទើរទេវាសំខាន់អីខ្ញុំបានសារភាពដោយស្ម័គ្រចិត្តរួចហើយរឿងរស់នឹងស្លាប់គឺអាស្រ័យលើបំណងរបស់លោកម្ចាស់ទី3ខ្ញុំឲ្យអ្នកស្លាប់ធ្វើអីខ្ញុំមិនមែនជាឃាតករឯណាចំណែកខ្ញុំវិញខ្ញុំចូលចិត្តសងសឹកវិញនិយាយទៅខ្ញុំនៅតែត្រូវអរគុណអ្នកដែលបានផ្ដល់លេសនេះឲ្យខ្ញុំបើមិនអីចឹងខ្ញុំប្រហែលជាមិនអាចសម្រេចចិត្តបានទេដើម្បីប៉ះពាល់ផលប្រយោជន៍របស់ត្រកូលខាងអ្នកគិតថាបើមនុស្សត្រកូលខាងដឹងថាដោយសារតែការជួញដូររបស់អ្នកបាននាំមកនៅមហន្តរាយដល់គ្រួសាររបស់ពួកគេទោះបីជាពួកគេនៅក្នុងគុកដេម៉ាស៊ីនក៏ដោយពួកគេក៏នឹងលើកផ្ដាំមកអរគុណអ្នកដែរលោកម្ចាស់ទី3ចិត្តក្តៅណាស់លោកម្ចាស់ទី9មេខ្ញុំមិនបានធ្វើអាក្រក់ដាក់អ្នកទេមែនទេលោកម្ចាស់ទី3ពិតជាល្អចំតែខ្ញុំក៏បានលុបជង្គង់អរគុណដែរតើសម្ដីអ្នកស្ដាប់ទៅដូចជាមានការអន់ចិត្តនឹងខ្ញុំមិនគួរណាអ្នកកាត់ផ្ដាច់ផ្លូវជីវិតរបស់ខ្ញុំទេគំរាមខ្ញុំឲ្យធ្វើការឲ្យអ្នកខ្ញុំអាចបន្ទោសខ្លួនឯងដែលចាញ់មួយជំហានព្រោះខ្ញុំមិនល្អដូចគេតែខ្ញុំមិនមែនជាអ្នកទេឧបករណ៍របស់ Tham Yu Chen ក៏មិនបានលក់ឲ្យអ្នកដែរអ្នកអាចប្រើខ្ញុំជាឧបករណ៍ព្រោះអ្នកចង់សម្លាប់ស៊ូចុងលីអញ្ចឹងលោកបងស៊ូត្រូវនិរទេសទៅក្រៅប្រទេសហេតុអ្វីខ្ញុំមិនអាចដោយសារតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំក្បត់អ្នកយើងក៏មិនខុសគ្នាដែរមកដល់ចំណុចនេះខ្ញុំនៅតែរឿងឈូចុងលីអ្នកមិនពេញចិត្តបើខឹងអ្នកអាចមកដាក់ខ្ញុំបានតែអ្នកបែរជាជ្រើសរើសរួមដៃជាមួយអ្នកក្រៅចាក់ខ្ញុំពីក្រោយលើកនេះដាក់ថ្នាំចុះលើកក្រោយជាអ្វីរកមនុស្សមកសម្លាប់ខ្ញុំឬភាពល្អរបស់ខ្ញុំចំពោះអ្នកមិនចាំសំបីតែម្ដងតែរឿងអាក្រក់បែរជាចាំច្បាស់ស្អប់ខ្ញុំដល់ថ្នាក់រកឱកាសសម្លាប់ខ្ញុំម៉ូស៊ីវស៊ីនខ្ញុំស្មានថាអ្នកមិនចេះដឹងគុណស៊ូយៀនជួយអ្នកតែម្ដងអ្នកបែរជាចងចាំរហូតមកដល់ឥឡូវស្តង់ដារ2របស់អ្នកច្បាស់ណាស់នោះក៏ព្រោះតែគាត់ជាមនុស្សល្អគាត់មានសីលធម៌ល្អហើយគោរពខ្ញុំគ្រប់គ្រាន់ចុះអ្នកវិញអ្នកគ្រាន់តែចាត់ទុកខ្ញុំជារបស់លេងដែលហៅមកក៏មកបណ្ដេញទៅក៏ទៅការជួញដូរចប់ហើយខ្ញុំធ្លាប់គិតថារឿងកសិករនិងពស់គ្រាន់តែជារឿងនិទានមិននឹកស្មានថាវាកាត់ឡើងលើខ្លួនខ្ញុំបើអ្នកនៅជាមួយខ្ញុំធ្វើឲ្យអ្នកពិបាកចិត្តខ្លាំងអញ្ចឹងយើងបញ្ចប់ត្រឹមនេះគ្រាន់តែស្រាពីពេញប៉ុណ្ណោះអ្នកស្មានថាខ្ញុំនេះជាលុយ30លានដែលអ្នកឲ្យខ្ញុំរឿងតូចតាចទាំងនោះខ្ញុំក៏មិនហ៊ានគិតលុយដែរឥឡូវនេះរបស់ត្រឡប់ទៅម្ចាស់ដើមវិញកញ្ញាមេងខ្ញុំជូនអ្នកទៅមិនបាច់ទេខ្ញុំចង់ត្រឡប់ទៅវិញតែម្នាក់ឯងទីនេះឆ្ងាយពីទីក្រុងណាស់បើអ្នកជាស្រីម្នាក់ឯងមានបញ្ហាអ្វីខ្ញុំនឹងទទួលខុសត្រូវធ្ងន់ណាស់កញ្ញាមេងអ្នកមានការយល់ច្រឡំជាមួយលោកម្ចាស់ទី3លោកម្ចាស់ទី3ជាមនុស្សធ្វើការម៉ឺងម៉ាត់តែមិនមែនជាមនុស្សគ្មានហេតុផលទេខ្ញុំគ្រាន់តែមិនចូលចិត្តគាត់រឹងរូសហើយចាត់ទុកជីវិតអ្នកដទៃដូចបាល់ទាត់ចំពោះសុងហឺគឺបែបនេះចំពោះខ្ញុំក៏ដូចគ្នាកញ្ញាមេងតើអ្នកដឹងទេថាហេតុអ្វីបានជាលោកម្ចាស់ទី3ខំប្រឹងប្រែងខ្លាំងម្ល៉េះដើម្បីទិញក្រុមហ៊ុនវិទ្យាសាស្ត្រចម្រុះនេះហេតុអ្វីកាលនោះម្ដាយរបស់គាត់បានចូលបន្ទប់វះកាត់របស់សុងហឺហើយក៏មិនបានចេញមកវិញទៀតទេលោកម្ចាស់ទី3បានរកឃើញថាជាការវះកាត់របស់ស៊ូចុងលីគាត់នៅវ័យជំទង់បានដើរសុំជំនួយគ្រប់ទីកន្លែងបានឃើញនៅភាពជូរចត់នៃជីវិតតាំងពីពេលនោះមកសុងហឺក៏ក្លាយជាការចងគំនុំរបស់គាត់លោកម្ចាស់ទី3ជាមនុស្សដែលចូលចិត្តភាពទន់ភ្លន់មិនចូលចិត្តភាពរឹងរូសតាមពិតទៅគាត់មានចិត្តល្អណាស់គាត់ចំពោះអ្នកគឺពិសេសណាស់កញ្ញាមេងបើអ្នកអាចទៅនិយាយពាក្យទន់ភ្លន់បន្តិចរឿងនេះប្រហែលជាចប់ហើយហេតុអ្វីបានជាខ្ញុំត្រូវចោះចាញ់គាត់ហេតុអ្វីបានជាខ្ញុំត្រូវលះបង់ដើម្បីគាត់កញ្ញាមេងលឿនឡើងអ្នកចុះពីឡានសិនទៅ
លោកម្ចាស់ទី3យើងមិនចង់ធ្វើបាបអ្នកទេសូមមេត្តាសហការឲ្យទៅជាមួយយើងបន្តិចចៅហ្វាយយើងចង់ជួបអ្នកចៅហ្វាយរបស់អ្នកពិតជាស្ទាត់ជំនាញមែនយកកាំភ្លើងខ្ជុំចៅហ្វាយខ្ញុំគិតថាជាអ្វីបើមានសមត្ថភាពមកលើខ្ញុំមកគ្មានចៅហ្វាយណាគេត្រូវគេអញ្ជើញមុនគេនោះទេពឹងខ្ញុំសិនទៅថ្ងៃនេះរត់ទៅហើយហេតុអ្វីបានជាត្រឡប់មកវិញតើអ្នកមកជួយខ្ញុំមែនទេហេសានហេសានហេសានខ្ញុំចូលចិត្តអ្នកវះកាត់បានជោគជ័យណាស់ហើយក៏មិនមានរបួសធ្ងន់ធ្ងរដែរល្អបំផុតគឺកុំទាន់បាត់បែកអរគុណលោកគ្រូពេទ្យកញ្ញាម៉េងតើអ្នកចង់និយាយអ្វីជាមួយខ្ញុំមែនទេគ្មានទេអ្នកគ្រាន់តែសម្រាប់ព្យាបាលឲ្យបានល្អទៅរឿងនៅស៊ឺជុងលីគឺខ្ញុំជាអ្នកធ្វើច្រើនខ្ញុំមកទៅមុខទៀតនឹងប្រាប់អ្នកគ្រប់យ៉ាងល្អទេអ្នកកំពុងលេងល្បែងនឹងជីវិតខ្ញុំថែមទាំងត្រូវគ្របកាំភ្លើងជំនួសអ្នកទៀតផងនោះជាការស្ម័គ្រចិត្តរបស់អ្នកអូយគ្រូពេទ្យថាខ្ញុំត្រូវគ្របកាំភ្លើងជំទ្រូងត្រូវសម្រាប់ព្យាបាលកន្លះឆ្នាំឯណោះបើអ្នកមិនអភ័យទោសឲ្យខ្ញុំទេអូយសូមអភ័យទោសផងខ្ញុំក៏ចាត់ទុកជាលក្ខខណ្ឌមួយដែរមនុស្សពីរនាក់20លានម៉ាក់900លានអ្នកឆាប់ត្រឡប់ទៅផ្ទះត្រកូលមេងវិញទៅប៉ាអ្នកនឹងកាត់លុយចាយរបស់ប្អូនប្រុសអ្នកហើយខ្ញុំទៅមុនហើយអ្នកសម្រាប់ឲ្យបានល្អណាស់ម៉ាក់មិនក៏អ្នកចេញពីពេទ្យមិនប្រាប់ខ្ញុំអ្នកនៅចាំផ្លូវមកវិញដែរអ្នកត្រឡប់មកផ្ទះចាស់2ដងក្នុងមួយខែអ្នកមិនស្ដាប់តាមទេស្ដាប់តាមទៅឆាប់សុំទោសប៉ាអ្នកទៅសុខចិត្តធ្វើជាគោជាសេះធ្វើជាអ្នកមើលថែខ្ញុំនឹងត្រឡប់ទៅផ្ទះត្រកូលលូយឺតសៀវម៉េងឆាប់សារភាពកំហុសជាមួយប៉ាអ្នកទៅប៉ានៅតែឆ្លោះគ្នាទៀតគាត់នឹងកាត់លុយចាយនឹងថ្លៃសាលារបស់ប្អូនប្រុសអ្នកហើយកុំស្មានថាម្ដាយអ្នកចេញពីពេទ្យខ្ញុំគ្មានសិទ្ធិគ្រប់គ្រងអ្នកណាដរាបណាអ្នកនៅមានប្អូនប្រុសអ្នកមិនអាចរត់ចេញពីត្រកូលមេងបានទេហើយម្យ៉ាងទៀតខ្ញុំឮថាអ្នកនឹងទៅធ្វើការនៅកន្លែងកំសាន្តលេខ1នោះមិនអនុញ្ញាតឲ្យទៅទេឈប់ធ្វើការនោះភ្លាមទៅអ្នកមានសិទ្ធិអីមកចង្អុលបង្ហាញជីវិតខ្ញុំអ្នកមិនបាច់រៀនទៀតទេឆាប់ត្រឡប់មកផ្ទះជាមួយខ្ញុំភ្លាមសៀវជីវអ្នកមិនអាចឲ្យប្អូនប្រុសអ្នកបំផ្លាញខ្ញុំបានទេអ្នកជាបងស្រីអ្នកក៏ត្រូវជួយគាត់ដែរអ្នកសុំទោសទៅទោះម៉ាក់ធ្វើបាបអ្នកក៏ដោយម៉ាក់តើម៉ាក់ពិតជាចាត់ទុកខ្ញុំជាកូនស្រីដែរឬទេមេងឈីវយីអ្នកលុតជង្គង់ឲ្យខ្ញុំភ្លាមខ្ញុំបានធ្វើខុសអីអ្នកចង់គ្រប់គ្រងខ្ញុំតាមរយៈម្ដាយខ្ញុំ
ឥឡូវម្ដាយខ្ញុំជាសះស្បើយហើយអ្នកក៏យកប្អូនប្រុសខ្ញុំមកគំរាមខ្ញុំទៀតលោកម្ចាស់ទីបីឋានមិនក៏អ្នកមកទីនេះខ្ញុំបានលើយូរហើយថាគ្រួសារនេះមានវិន័យតឹងរ៉ឹងអស់ចាម្លេះខ្ញុំពិតជាត្រូវមកមើលផ្ទាល់ភ្នែកហើយអ្នកបន្តទៅប៉ានេះជាលើកចុងក្រោយហើយដែលខ្ញុំហៅអ្នកបែបនេះក្រោយពីនេះខ្ញុំនឹងផ្ដាច់ខ្លួនពីត្រកូលមេងលែងមានទំនាក់ទំនងជាមួយអ្នកទៀតហើយរឿងនឹងមិនមែនអ្នកជាអ្នកសម្រេចទេប៉ុន្មានឆ្នាំនេះអ្នកស៊ីចាយសុទ្ធតែលុយត្រកូលមេងអ្នកគ្រាន់តែនិយាយថាផ្ដាច់ខ្លួនគឺផ្ដាច់បានមែនទេក្នុងកាតនេះមាន2លានតាំងពីខ្ញុំត្រឡប់មកត្រកូលមេងវិញពេលរៀនថ្នាក់ទី10សាលាឯកជនថ្លៃសិក្សា30,000ក្នុងមួយឆ្នាំពេលឆ្នាំគិតទៅ1លានក្រោយខ្ញុំចូលសាកលវិទ្យាល័យខ្ញុំមិនបានចាយលុយត្រកូលមេងមួយកាក់ទេតាំងពីខ្ញុំកើតមកដល់ត្រកូលមេងវិញទោះបីអ្នកវិនិយោគ1លានក៏ដោយពុកបញ្ចូលគ្នា2លានឥឡូវនេះខ្ញុំសង្វេងគ្រប់ចំនួន2លាននេះជាលុយលក់ខ្លួនរបស់វាអ្នកយកលុយច្រើនម្លឹងមកពីណាកុំប្រាប់ថាទៅលក់ខ្លួននៅខាងក្រៅណាជប់និយាយទៅកូន9កូនមិនអាចបោះបង់ប្អូនប្រុសកូនបានទេម៉ាក់ការត្រឡប់មកត្រកូលមេងវិញគឺជាជំរើសរបស់អ្នកគឺអ្នកដែលចេះតែនិយាយថាត្រកូលមេងជាត្រកូលអភិជនជាបង្អែករបស់អ្នកការល្អរបស់អ្នកចំពោះខ្ញុំចងចាំជានិច្ចតែលុយ2លាននេះខ្ញុំសងត្រកូលមេងវិញចាប់ពីពេលនេះទៅខ្ញុំនិងត្រកូលមេងលែងមានអ្វីពាក់ព័ន្ធគ្នាទៀតហើយកូន9កូនតើអ្នកគិតថាខ្ញុំចិត្តដាច់ពេកទេបែបនេះហើយក៏ផ្ដាច់ទំនាក់ទំនងជាមួយត្រកូលមេងទាំងស្រុងអ្នកមិនអាចដាស់មនុស្សដែលធ្វើពុតជាដេកលក់បានទេសមាជិកគ្រួសារខ្លះកាត់មកគ្រាន់តែដើម្បីរុញកូនខ្លួនឯងចូលទៅក្នុងជ្រោះជ្រៅជំនួសឲ្យត្រូវសមាជិកគ្រួសារដែលធ្វើពុតជាដេកលក់រុញចូលជ្រោះគួរតែផ្ដាច់ចំណងដោយខ្លួនឯងជាមុនសិនអ្នកធ្វើបានល្អណាស់អ្នកកំពុងធ្វើអ្វីរឿងទាំងនោះខ្ញុំមិនដឹងថាខ្ញុំអាចទទួលយកអ្វីបានទេអញ្ចឹងខ្ញុំជួយអ្នករៀបរាប់វាឲ្យបានល្អលំដាប់លំដោយនៃយប់នោះកុំរឿងទាំងនេះធ្វើអីវាមិនពាក់ព័ន្ធនឹងខ្ញុំទេអ្នកគិតថាខ្ញុំកំពុងលេងសាច់មែនទេអ្នកមើលមិនឃើញទេខ្ញុំក៏កំពុងគិតបែកក្បាលដែរលោកអីចឹងខ្ញុំមិនលេងសាច់ជាមួយរឿងនេះទេបើលេងមួយជីវិតតែម្ដងកុំធ្វើផ្ដេសផ្ដាសអ្នកចង់នៅជាមួយខ្ញុំអីចឹងទៅថ្ងៃមុខរឿងទាំងអស់ខ្ញុំជាអ្នកសម្រេចអីចឹងអ្នកជាសត្រូវហើយខ្ញុំមិនបាននិយាយផងទៅថ្ងៃមុខជឿមិនជឿខ្ញុំនឹងបង្ហាញអ្នកពេលណាជួបគ្នាខ្ញុំក៏នឹងបង្ហាញអ្នកដែរអីចឹងអ្នកកំណត់ពេលណាជួបលើកក្រោយទៅចាំចុងសប្តាហ៍ចាំនិយាយគ្នាខ្ញុំទំនេរចាំតាក់ទង
មេងស៊ីវយីខ្ញុំដឹងថាអ្នកដោយសារម្ដាយរបស់អ្នកខ្ញុំទុកចិត្តកញ្ជ្រោងតែខ្ញុំមិនដូចឪពុករបស់អ្នកទេយើងមិនដូចពួកគេទេបានទេអ្នកគិតថាធ្វើបែបនេះអាចបោកខ្ញុំបានមែនទេមួយនេះអ្វីដែលខ្ញុំបានប្រាប់អ្នកសុទ្ធតែជាការពិតរៀបការជាមួយខ្ញុំបានទេ